ស៊ូនីក្នុងសិភៅកំណត់ហេតុនេះសុទ្ធតែអគ្គនាយកលោកនាងហ៊ានសរសេរមិនហ៊ានទទួលមែនទេអគ្គនាយកលោកស្អប់បំផុតមនុស្សស្រីល្បិចកលមែនខ្ញុំចូលចិត្តលោកឈើស៊ីហើយយ៉ាងម៉េច10 នាទីក្រោយខ្ញុំចង់ឃើញលិខិតលើជប់របស់នាងចាប់ហើយតែក្រឹតអញ្ចឹងក៏ទៅជាមួយថាកែមិនសមនឹងកូនទៅផាត់ស្លាទេហានខ្ញុំចង់រត់ទៅអាមេរិកជាមួយឯង3ឆ្នាំខ្ញុំបានប៉ះពាល់មនុស្សដែលមិនគួរប៉ះពាល់លេងអញពិតជាចង់ត្រឡប់មកវិញមែននេះមិនខ្លាចលួចឈើស៊ីរកនឹងឯងទេជានិស័យក្នុងពេលមកជប់ប៉ុណ្ណោះតែបំភ្លេចចង់យូរហើយមើលទៅអ្នកនាងត្រូវការហៅតាក់ស៊ីឲ្យទេមិនបាច់ទេលោកឈើស៊ីមិនក៏នៅទីនេះអញ្ចឹងឲ្យទិញទឹកមួយដបសោះធ្វើរឹកមិនពេញចិត្តស្អីប៉ះបញ្ជូននាងមកសាលានេះនាងគួរតែយល់ទៅថាត្រូវធ្វើជាទេសកលខ្ញុំឲ្យបានល្អឥឡូវនេះខ្ញុំឲ្យនាងលុតជង្គង់សុំទៅខ្ញុំមិនធ្វើតាមនាងទេនៅឆោតធ្វើស្អីទៀតចាំខ្ញុំចំណាយចាការដល់មែនទេកូនសិស្សខ្ញុំច្រឡំដាក់ទៅនាងសន្តិសុខកំពុងតែមកតាមផ្លូវស៊ូនីហើយចែកដល់ណាមិនចែកដល់ទេខ្ញុំចាំនាង3ឆ្នាំហើយ3ឆ្នាំហើយលោកនឹងចាំការយប់នោះទៀតមែនទេស៊ូខ្ញុំត្រូវការការបកស្រាយសំហេតុផលមួយបកស្រាយអីនាងចង់រត់ទៅណាទៀតចាំពរដែលខ្ញុំប៉ះពាល់ដល់លោក3ឆ្នាំមុនខ្ញុំប្រំប៉ះទៅវិញនិយាយមករៀបការរៀបការការពិតគេរៀបការជាមួយខ្ញុំប្រចាំប្រឆាំងនឹងអ្នកផ្ទះសោះខ្លាចតែមិនយូរប្រហែលមង្គលការខាងមួយនេះនឹងបានទីបញ្ចប់ហើយមែនទេស៊ូពេលវេលាខ្ញុំមានល្បែងណាគ្មានពេលកំណត់នាងលេងល្បែងមង្គលការខ្លីៗទេរៀបការរួចតទៅនាងខំច្បាប់គោលការណ៍មិនចឹងទេគឺមិនអាចលះលែងទេមិនគេដឹងថាខ្ញុំកំពុងតែគិតអីរីករាយក្នុងមង្គលការអ្នកទី2សួស្តីអ្នកស្រីអគ្គនាយកសួស្តីពួកលោកខ្ញុំទៅបិសកាកម្មលេខទី2មួយអាទិត្យទីតាំងនឹងលេខកូនផ្ទះគឺផ្ញើយើងរួចទៅហើយខ្ញុំមិនតន់ចង់រស់នៅបែកគ្នាទេឆាប់បញ្ញាប់រឿងមកឲ្យខ្ញុំអីមិនចឹងទេនោះឲ្យខ្យល់មែនសវត្ថភាពតាមផ្លូវលេខកូដគឺប្រហែលលេខទីមើលទៅតែរៀបការក៏ចេញទៅក្រៅហើយនៅថាជាមង្គលការខ្លាំងៗទៀតគេអគ្គនាយកលោកក្នុងកាពីរបស់លោកនេះជំហានកាបូបលោកកំភ្លេចផឹកខ្ញុំផងណាល្អអរគុណការបារម្ភរបស់អ្នកស្រីលូអគ្គនាយកលោកអ្នកស្រីនៅតែបារម្ភពីលោកណាថាមកត្រូវបាយមិននៅតែមិនស្រីកំពុងរកខាងលោកទៅវិញហើយលេខ8ខ្ទង់ការដាក់ប្តីឲ្យខ្ញុំជាអំណោយស្ម័គ្រចិត្តមែនទេអ្នកស្រីលូអគ្គនាយកលោកមានអីចង់បញ្ជាអ្នកស្រីអាចជួយខ្ញុំទៅយកឯកសារពីក្រុមហ៊ុនបាត់ទេច្បាស់ជាបានអ្នកស្រីអីគាត់ដូចជាទៅខ្ញុំជាប្រពន្ធមែនហើយនេះ3ឆ្នាំមុនសារភាពស្នេហ៍ត្រូវថាការដឹងក្បាលចេញស្មានម្ដងមកទីនេះវិញក្នុងឋានៈជាថាការស្រីសោះហើយមិនដឹងថាប្រពន្ធគាត់ជាណាទេខ្ញុំថាជាកូនស្រីរបស់វានាយកនោះហើយឧស្សាហ៍មកការិយាល័យគាត់ណាថាមិនត្រូវលោកចាប់អគ្គនាយកលោកបានតាំងពីយូរហើយទេដឹងមកជាសងឈិនហើយគេជានាងក្នុងគ្រួសារសងហើយជាតារាកំពុងល្បីទៀនជាស្នេហាតាំងពីវ័យក្មេងស័ក្តិសមគ្នាណាមកកានាងដឹងខ្ញុំជាមិត្តរួមថ្នាក់របស់នាងសងតាំងពីវិទ្យាល័យដល់មហាវិទ្យាល័យរឿងរបស់គាត់នៅអគ្គនាយកលោកខ្ញុំប្រកាសជាដឹងនេះគឺស៊ូនីសន្តិសុខនោះជួលសន្តិសុខយកមកទុកតាំងលបអនៅមាត់វាមែនទេខានជួបគ្នា3ឆ្នាំនាងខ្លាចជាអ្នកកសាត់ហើយគឺប៉ិនជាដឹងរឿងគេម្ល៉េះក្រុមហ៊ុននេះជារបស់នាងមែនទេនាងមែនក្រុមហ៊ុនមិនមែនជារបស់ខ្ញុំទេប៉ុន្តែបុគ្គលិកត្រូវដេញក្បាលចោល3ឆ្នាំមុនដូចជានាងនេះបាច់ជាបង្ហាញខ្លួនក្នុងក្រុមហ៊ុនខ្ញុំមានហេតុផលសង្ស័យនាងថាមកក្រុមហ៊ុនមិនមែនជារបស់នាងផងចាយដល់មែនព្រោះវាជារបស់ខ្ញុំចង់មកពេលណាគឺពេលហ្នឹងឥឡូវនេះខ្ញុំរាប់ថាជាថៅកែស្រីនៅក្រុមហ៊ុនលោកស៊ីដឹងតែស៊ូនីឈប់យកសកម្មថាបានធ្វើជាសង្សារអគ្គនាយកលោកទេដឹងហេតុអីខ្ញុំមិនអាចស្មានមកដល់នាងមកប្រាស់យ៉ាងនេះចង់ធ្វើជាជនទី3គេខ្ញុំទឿននាងកុំយកសកម្មតែកណ្ដាលថ្ងៃអគ្គនាយកលោកមានម្ចាស់យូរហើយនេះព័ត៌មានថ្មីនៅព្រឹកនេះគាត់រៀបការរួចហើយខ្ញុំថានាងកុំទៅតោងគេទៀតអីទុកមកខ្លួនឯងខ្លះផងព័ត៌មានផ្សាយលិនយ៉ាងនេះហីអ្នកនាងសងអ្នកនាងចង់ឲ្យតាសិបជាមួយគ្នាមិនបានប្រាប់ពួកជាងមួយម៉ាន់គាត់មិនចង់បើកចំហទេគឺជាគាត់ពិតមែនបងស្រីទៅបរទេសប្រហែលឆ្នាំអាយុក៏ច្រើនគួរតែរៀបការបានហើយត្រូវទេមិនរំខានអ្នកបារម្ភទេបងស្រីមិនតន់ដល់វេននាងទេឲ្យលឺឡើងមកអ្នកនាងសងអញ្ជើញស្រីផាន់តារាយកមកទទួលការសម្ភារទេមិនអីទេអ្នកនាងទៅទទួលបានការងារល្បីឥឡូវនេះក៏ជោគជ័យលើស្នេហាទៀតថ្ងៃនេះជីវិតមានរឿងមង្គលអីទៀតដែរទេរឿងមង្គលការថ្មីនេះគឺដូចជាអ្វីដែលគ្រប់គ្នាបានឃើញហើយឆាស៊ីកំពុងចាំខ្ញុំញ៉ាំអាហារពេលជុំសុំទៅសិនហើយរំខានផងតែទៅ
ណែនាងសងអ្នកកំត្រទាំងអស់គ្នាមានលៀបហើយមង្គលការសំចិញ្ចៀននិងអគ្គនាយកលោកបច្ចុប្បន្នឡើងមែនកំពុងតែរងចាំប្រកាសថ្ងៃនេះអគ្គនាយកលោកកំពុងទៅចូលបេសកកម្មនៅជីងទូទូរស័ព្ទចិញ្ចៀនតែមួយគ្រឿងទេធ្វើឲ្យអគ្គនាយកលោកជាដល់អស់50ខ្លួនតើអាចរៀបការជាមួយបរិបទថ្លៃថ្នូរដូចជាអគ្គនាយកលោកនិងជាទេសកលថោកទាបកុំសម័យអីពិតមែនទេតែខ្ញុំរៀបការរួចហើយស្អីគេអ្នករៀបការជាមួយអ្នកណា ខ្ញុំនិយាយពីការហោះហើរមិនមែនមកផឹកជាមួយនាងនោះទេនិយាយលក្ខខណ្ឌរបស់នាងមក រៀបការជាមួយខ្ញុំ នាងសឹងមិនបានមើលព័ត៌មានទេខ្ញុំរៀបការហើយ ខ្ញុំដឹងថាលោកជាមង្គលការខ្លាំងខ្លាំង តែណាស់ថាខ្លាំងខ្ញុំសង្ឃឹមថានាងដឹងរឿងមួយនេះឲ្យបានច្បាស់មិនថាមែនឬក៏ខ្លាំងនោះទេដៃគូខ្ញុំក៏មិនមែនជានាងដែរ លោកជាស៊ីcô taទៅជួបសំចិញ្ចៀនហើយតំណែងពួកគេល្អតាំងពីរៀននៅមហាវិទ្យាល័យពួកគេអាចធ្វើអីទៅការក្បត់cô taល្មើសនឹងគោលការណ៍ត្រូវទេមិនអញ្ចឹងលេងគ្នាជាទ្រព្យសម្បត្តិពាក់កណ្ដាលយ៉ាប្រាំម្ដាយប្របីអ្នកឲ្យខ្ញុំ លើខោយកគំរូលើនេះសង្ឃឹមថាលោកនិយាយពីល្អពីខ្ញុំនៅចំពោះមកអគ្គនាយក នេះទៅវិធីនៃការនៃថៃជាធម្មតា យ៉ាប្រាំម្ដាយប្របីអ្នកឲ្យខ្ញុំ បាន អ្នកស្រីក្បត់អគ្គនាយកអគ្គនាយកនោះអ្នកស្រីកំពុងតែធ្វើខុសហើយ ឈើស៊ីពួកយើងធំឡើងមកជាមួយគ្នាលោកចាំបាច់ថាខ្ញុំអ្នកនាងសងធ្វើអីឈើស៊ី ប្រុសមកដែលនៅដានឆឹងជាធម្មតាដល់ដៃកំបាន ខ្ញុំមិនដឹងទៅខ្ញុំមិនអាចទៅកន្លែងចឹងផងថ្លៃបំផុត 10000 ហៅម្ដង8នាក់នាងកំពុងតែសើចសុកណាស់នាងសុំយើងទៅពីមិនស្និទ្ធទេរំខាននាងហៅខ្ញុំជាអគ្គនាយកលោកផងនៅមានព័ត៌មានអ៊ីនធឺណិតទៀតថាចាត់ការទៅប្រពន្ធខ្ញុំឃើញមិនសប្បាយចិត្តបើមានលើក្រោយអ្នកដែលតាក់ទងទៅនាងគឺជានាយកដ្ឋានផ្នែកច្បាប់ ចុះបើខ្ញុំថាក្មេងស្រីដែលជួយលោកកាននោះគឺជាខ្ញុំវិញនេះគឺជាគុជពាក់កណ្ដាលទៀតនៃគុជនេះដូចជារបស់លោកបេះដាក់ខ្ញុំមិនអាចប្រាប់លោកទេគឺមិនចង់ឲ្យលោកទុកខ្ញុំជាអ្នកមានគុណដូច្នេះហើយទើបមិនបានប្រាំ នាងសុំខ្ញុំរំងណាស់បែបទេល្បិចបោកប្រាស់នេះបញ្ចុះប៉ុណ្ណឹងទៅធ្វើឲ្យខ្ញុំខឹងគ្រួសារសុំដោះស្រាយមិនរួចទេ គុជនេះជារបស់ពិតមែន ខ្ញុំដឹងថាគុជនេះជារបស់ពិតតែនាងគឺមិនពិត លោកឈើស៊ីខ្ញុំត្រូវយកលោកឲ្យបានចាំទៅមើលទៅអឡូប៉ាមកកូនកាខ្ញុំនឹងគ្រួសារលោកឆាប់កំណត់ពេលទៅខ្ញុំរៀបការអត់ស៊ូនេះទៅស្រុកខ្សែវិញទៅខ្ញុំអាចចាំទៀតបានទេទៅហើយលោកមកធ្វើអី មិនហៅខ្ញុំចូលខាងក្នុងទេ មិនបាន 8នាក់នោះអាចឈ្នះខ្ញុំបាន លោកនិយាយអីលោកចង់យកខ្លួនខ្ញុំតែមិនយកចិត្តខ្ញុំទេមិនលោកនិយាយអីគេ8នាក់ មិនយល់ទៀត ខ្ញុំមិនបានធ្វើអីទេខ្ញុំគ្រាន់តែមើល មើលខ្ញុំគ្រប់គ្រាន់ទៀតមែនទេ ដោយសារលោកនឹងនៅថ្ងៃមង្គលការលោកបោះបង់កូនកំមរត់បាត់មករៀបការជាមួយខ្ញុំធ្វើអីនៅបញ្ជាជាហោះហើរទៅណាត់ជួបជាមួយស្រីទៀតចុះហេតុអីខ្ញុំរៀបរាប់មកដែរមិនបាន សុំទោសខ្ញុំមានមនុស្សសំខាន់ម្នាក់មានតែសំជាយានដែលដឹងពីដានរបស់នាងមិនអាចមានលើក្រោយទេ យ៉ាងណាឥឡូវនេះគ្រប់គ្នាសុទ្ធតែជឿថាអ្នកស្រីលូគឺជាសំចិញ្ចៀនខ្ញុំមានអារម្មណ៍អសុវត្ថិភាពណាស់ ចង់ប្រកាសយ៉ាងម៉េចនាងគឺជាអ្នកដាក់ចុះ តែធ្វើការទៀតហើយ អ្នកនាងស៊ូភ្ញាក់នៅភោជនីយដ្ឋានគ្រឹះសមុទ្រត្រៀមឲ្យអ្នកនាងរួចហើយ តែហើយអញ្ចឹងចូល នេះគឺជាបាយគ្រឹះសមុទ្រដែលលោកកុំឲ្យអ្នកនាងជាពិសេសសូមចេញទទួលទាន បានអរគុណ អ្នកនាងគួរសមហើយត្រូវការអីហៅខ្ញុំបានណា ទុកខាងនេះមានចិត្តខ្លះ សូមប្រកាសប្រពន្ធគួរឲ្យស្រឡាញ់ស្អាតបំផុតលើលោក ព្រះអើយប្រកាសហើយកាប់ប្រកាសនេះមានទៅវៃបោះទៅហើយតន្ទឹងរងចាំកាប់បង្ហាញម៉ូដនៅជីងទូណាគ្រប់គ្នាសុទ្ធតែដឹងលោកលក់ឥឡូវនេះកំពុងនៅជីងទូនេះកំពុងចង់ក្រេបទឹកខ្ញុំនៅជីងទូមែនទេអើយប៉ាក់មែនហើយផ្អែមល្ហែមណាស់ចាំជាស្មៅទៅតាមប្រានមែនបន្តមួយក៏គ្មានដែរ អ្នកស្រី គ្មានបន្ទប់ផ្សេងសោះទេសុំទៅផងដោយសារភ្លៀងខ្លាំងបន្ទប់នៅសណ្ឋាគារត្រូវក៏អស់ហើយអញ្ចឹងបាន អ្នកស្រីមកបាត់យ៉ាងម៉េច អត់ទេចេញទៅឥឡូវទៅដល់ម្លឹងហងហ៎មកក៏អត់តាក៏អាចជួបគ្នាដែរមកយ៉ាងទៀតចាំពេលវេទនាយ៉ាងនេះទៀត ក្មេងស្រីចោះស្អាតម្នាក់នោះគឺប្រពន្ធថ្កែមកខ្ញុំ រំខានទៅទៀតជួយយកប្រអប់ថ្នាំទៅបន្ទប់4000ផង ខ្ញុំមិនមែនមករកលោកទេខ្ញុំក៏មិនដឹងថាពួកលោកនេះសន្តាគារនេះដែរចែកបានទេ ទៅ
ងូតទឹកដែរទៅ មើលទៅប្រហែលចាយត្រាប់សម្បត្តិអគ្គនាយកលោកមិនបានទេ នាងមើលអញ ស្អាតអត់ទេខ្ញុំមើលស្នាមនៅលើករបស់លោកបាត់ហើយនៅ ស្នាថ្មីលើករបស់ខ្ញុំនាងចង់ធ្វើយ៉ាងម៉េចខ្ញុំត្រូវគេមើលឡើងពីថ្ងៃ បើខំតែឲ្យចង់ធ្វើយ៉ាងម៉េចទៀតខ្ញុំត្រូវថ្នាំលាបឲ្យលោកស្បែករំក តែមិនបាន កសាច់បងក មិនបានទៅដល់ នេះមិនបាននោះមិនបានចឹងលោកខំខ្ញុំវិញណា បាន 2 លានត្រូវបានបង្វិលចូលគណនី អគ្គនាយកលោកមិនក៏ឲ្យខ្ញុំទៅលៀនទៀតហើយលោកក៏ឲ្យថយមែន ជុលចឹងចាំខ្ញុំនាំនាងទៅមើលការបង្ហាញមុន នៅទីនោះមានអ្នកណានៅតែមិនចេញលោកទៅបាន គ្មាននរណានៅទេនាងចង់ទៅខ្ញុំកំដរនាងមិនចង់ទៅទិញយកតែម្ដងទៅ លោកចាំតែងក្អាឲ្យខ្ញុំទេអញ្ចឹងខ្ញុំនឹងតែងខ្លួនឲ្យបានល្អ អូមកហើយសំខាន់មួយ ស្អាតមែន សំខាន់មួយ ហើយស្អាតខ្លាំងណាស់ សុំគ្រប់អ្នកប្រុសអ្នកនាងអ្នកប្រុសរំខំនៅក្នុង យើងមិនបានកម្រិតព្រមទេ សុំទៅផងខ្ញុំស្មានថាពួកលោកជាតារារូបពួកលោកមិនដែលស្រស់ស្អាតខ្លាំងណាស់ ចាប់អារម្មណ៍ឈុតណាស់ហើយក ុំសួរសំណួរចាក់ដាច់បែបនេះអីព្រោះខ្ញុំជាមនុស្សចង់បានទាំងអស់បានហើយចង់បានទៀតខ្ញុំមិនហ៊ានសម័យនោះទេបើបានរកទាំងអស់នេះពាក់លើខ្លួនខ្ញុំនឹងខ្លាចជាស្រីស្អាតប៉ុណ្ណាទៅ ចាំខ្ញុំបន្តិច អេមិននេះខ្ញុំអង្ខេអគ្គនាយកលោកនៅខាងក្រោយគាត់កំពុងនៅជាមួយនឹងប្រពន្ធរបស់គាត់ អ្នកស្រីលូមិនមែនជាសំជីនជាតិផងហ្នឹងអគ្គនាយកលោករៀបការទៅហើយនាងនៅតែតាក់ទាញគេទៀត ហើយគោអេខ្ពើមែន បើខ្ញុំជាប្រពន្ធគេវិញណាខ្ញុំនឹងតាក់កំភ្លៀងនាងបាត់ទៅហើយសំផ្លឹងតែ អេមកកូននាងទៅខាងនោះអញ្ចឹងចង់ឲ្យប្រពន្ធគេផ្ទះពិតមែនហើយមែនទេ មិនគនាងនៅទីនេះមិនគនាងនៅទីនេះ ក៏មករកបានទេ តែទៀតប៉ានឹងឲ្យនាងរៀបការទៅនៅស្រុកស្រែនាងនៅមានចិត្តមកមើលគេបង្ហាញមកនៅទីនេះទៀតនាងមិនដឹងទេថាគ្រួសារគេយ៉ាងម៉េចទេគេនោះគឺជាតកូលខាងរស់នៅផ្ទះដីអិនសូម្បីតែទុកបាយតាមត្រូវមួយក៏គ្មានកាលនោះធ្លាប់ជួយលោកតាក៏កំណត់មង្គលការរវាងគ្រួសារទាំងពីរទៅស្ដាយណាស់ប៉ាម៉ាក់ស្រឡាញ់ខ្ញុំមិនទុកឲ្យខ្ញុំរងទុកទេដូច្នេះក៏បង្កើតនាងមក តានាងកំពុងតែមានបញ្ហាខួរក្បាលតើពិតមែនទេ កុំស្មានថាទៅបរទេសប្រហែលឆ្នាំរួចពីជោគវាសនាត្រូវការរៀបការជំនួសខ្ញុំនោះប៉ាស្រឡាញ់កិត្តិយសបំផុតគាត់មិនអាចឲ្យអ្នកណាមកបំផ្លាញផែនការបានទេស្អី ខ្ញុំមិនខករឿងនេះទេបងស្រីទៅវិញទេរំលឹកតាំងពីដល់ធំមើលទៅបងគាត់ណាមើលទៅប្រុសម្នាក់នោះទៅនោះទៅជាប្តីរបស់ខ្ញុំណាលើក្រៅកុំច្រឡំទៀតមិនអញ្ចឹងគាត់នឹងប្រចាំមើលទៅប្រុសម្នាក់នោះទៅនោះទៅជាប្តីរបស់ខ្ញុំលើក្រៅកុំច្រឡំទៀតមិនអញ្ចឹងគាត់នឹងប្រចាំ ខ្ញុំទឿននាងកុំមានបំណងលើគេអី លើក្រៅជប់គ្នាត្រូវហៅខ្ញុំថាអ្នកស្រីលូ លូឆាស៊ីមិនចាប់អារម្មណ៍នឹងខ្ញុំទេខ្ញុំមិនឲ្យអ្នកណាបណ្ដាំគេទៅបានទេឥឡូវចេញយិនស៊ូនីជាអ្នករៀបការជាមួយនឹងលូឆាស៊ីមិននឹងអាចទៅ3ឆ្នាំមុននាងសារភាពក្នុងក្រុមហ៊ុនត្រូវអគ្គនាយកលូដេញចេញដល់ផ្ទាល់ខ្មាក់គិនណាខ្លាចជារឿងកំប្លែរបស់ក្រុមហ៊ុនអ្នកដែលរៀបការជាមួយអគ្គនាយកលូមិននឹងអាចជានាងអ្នកទាំងនេះនាងបានមកពីណាដែរលឺមកពីណាផ្ញើវីដេអូសារភាពទៅលូឆាស៊ីមកខ្ញុំបានយើងនិយាយគ្នាទៅ រឿងមកខ្ញុំបាននិយាយរួចទៅហើយខ្ញុំរៀបការហើយមិនអាចជួបនាងទេ គេបង្ហាញកណ្ដាលដាក់ខ្ញុំចឹងនេះប្រហែលជាមកពីខ្ញុំល្អឥតខ្ចប់ពេកធ្វើឲ្យគេគ្មានឱកាសចូលចិត្តមកមានអ្នកគំរាមខ្ញុំចង់ឲ្យលោកជួយខ្ញុំ ខ្ញុំមកទៅទំនេរណាមែនទេ ឲ្យតែលោកជួយខ្ញុំមិនតាមលោកទៀតទេខ្ញុំមិនចង់និយាយរឿងនេះនៅកន្លែងនេះទេតើនិយាយនៅខាងនោះទៅ ពេលវេលារបស់ខ្ញុំមានណាស់ មិនអាចជាស៊ូនីទេមិនអាចរកជោគនាងទៅមិនជោគខ្ញុំនោះនាងគ្រាន់តែជាឧបករណ៍របស់គ្រួសារសុខប៉ុណ្ណោះមានគេលួចថតរូបខ្ញុំម្នាក់នោះមានអំណាចធំណាស់មានតែលោកទេទៅអាចចេញមកជួយខ្ញុំបានលោកក៏ដឹងពីឋានៈខ្ញុំដែរបើលោកថតខ្ញុំតែគេផ្ញើទៅសារព័ត៌មានលទ្ធផលឆាស៊ីមកចំណែកដែរយើងធំឡើងមកជាមួយគ្នាលោកជួយខ្ញុំបានទេលោកប្រាំជាមួយខ្ញុំហើយលោកប្រាំជួយខ្ញុំហើយ ខ្ញុំជួយនាងប្រឹងប៉ូលីសសង្ឃឹមថានាងសុំនៅសហការជាមួយនឹងប៉ូលីសក្នុងការស៊ើបអង្កេតដើម្បីចាប់ជនអក្រិតបានទៅចុះ អរគុណលោក មិនបាច់ទេធ្វើអំពើល្អប៉ុណ្ណោះ មានរឿងអីថាមិញខ្ញុំមកតែឥឡូវនេះ ស្រានេះខ្ញុំជួយអ្នកនេះវាមានរសជាតិបែបណា សុំទៅផងនាងមិនចូលចិត្តបែបទេ លោកជាអ្នកណា ប្រែនាង អសុំទៅផង និយាយរួចហើយណាត់ជាមួយតារាល្បីរួចតែនឹកឃើញប្រពន្ធខ្លួនឯង និយាយរួចហើយកាលនេះចូលចិត្តរូបនេះមែនទេមិនខ្ញុំបាននិយាយពីជួបរៀបការជាមួយអ្នកឆ្លាញ់ម៉ូដប្រចាំកម្មវិធីបង្ហាញម៉ូដខ្ញុំនាំនាងទៅជួបនឹងមនុស្សម្នាក់ មិនតែទេនៅលើខ្លួនកំពុងតែមានក្លិនទឹកអប់ស្រីផ្សេងកុំចាំប៉ះខ្ញុំអីសោះ តោះទៅ ថាហើយមិនតែទេសង្ចិញ្ញណាស្ដាយណានាងមិនបានឃើញទស្សនភាពនេះ សង្ចិញ្ញណាស្ដាយណានាងមិនបានឃើញទស្សនភាពនេះ
អ្នកស្រីលូស្អាតជាងនេះឆ្ងាញ់ណារត់ថ្ងៃធ្វើរបៀស្អីណាចាំមើលណាអគ្គនាយកលោកប្រកាសរឿងគាត់ខ្ញុំនឹងចាំមើលនេះធ្វើមកយ៉ាងម៉េច អាកណីលូអ្នកស្រីលូពិតជាស្អាតមែនលូពិតជាស្នាពិតមែន លោកក៏សង្ហេដែរ រកទាំងអស់សុទ្ធតែមានតែសិនតែឆ្នៃម៉ូដទាំងអស់ យល់ថាការបង្ហាញម៉ូដថ្ងៃនេះយ៉ាងម៉េចដែរ គឺជាអ្វីដែលយកមានប្រាក់មកកាត់ថ្លៃមិនបាន បើមិនប្រកាន់ទេទោះខ្ញុំឆ្នៃឆ្នៃម៉ូដមកការឲ្យអ្នកទាំងពីរទៅចុះណា ឈុតដែលអ្នកឆ្នៃមកលំដាប់ពិភពលោកឆ្នៃដល់ផ្ទាល់នេះចំណេញណាស់ប៉ុន្តែខ្ញុំនិងលោកឈើស៊ីអាចមានថ្ងៃរៀបការជាមួយគ្នាទេ អញ្ចឹងខ្ញុំមិនប្រកាន់ទេថ្ងៃក្រោយពួកយើងចាំនិយាយគ្នាចុះ អានេះឆ្ងាញ់ណាស់ កុំផឹកច្រើនពេកនាងវាគ្រាន់តែមានរសជាតិដូចទឹកផ្លែឈើទេ លោកឈើស៊ីលោកថ្លៃប្រហែលខ្ញុំតែលោកមកជប់ល្អទេលោកឈើស៊ីលោកថ្លៃប្រហែលខ្ញុំតែលោកមកជប់តែល្អទេលើខ្ញុំមិនច្រើនទេបញ្ជាក់តម្លៃឲ្យខ្ញុំបានឬអត់ បាត់មកទៅវិញចាំនិយាយ ក្តីប្រាថ្នាខុសកំណត់របស់ខ្ញុំតាំងពីអាយុ16ឆ្នាំគឺចង់ចិញ្ចឹមលោកប៉ុន្តែលោកថ្លៃពេកហើយរាល់ថ្ងៃឲ្យតែខ្ញុំបាក់ភ្នែកឡើងមើលព័ត៌មានគឺឃើញតែក្រុមហ៊ុនលោកសហការជាមួយអ្នកនេះជាមួយអ្នកនោះថ្លៃចិញ្ចឹមលោកក៏កាន់តែកើនឡើងដែរចិញ្ចឹមលោកឈឺជៀនលោកថាទៅប្រហែលទៅព្រមទៅផ្ទះជាមួយខាងនេះខ្ញុំរៀនរវល់លេខទូរស័ព្ទលេខាយ៉ាងទៅវិញមានការឯកតងគេបានសុទ្ធទាំងប្រហែលនេះដែលនាងពេញចិត្តខ្ញុំទិញទៅមកហើយពេលបើខ្នាតហើយនឹងអាចចាប់ផ្ដើមធ្វើភ្លាមចេញជាតិនេះគឺខ្ញុំជាអ្នក design ដោយផ្ទាល់ឲ្យទៅនាង រូបថតមួយសន្និដ្ឋធ្វើឲ្យអ្នកគ្រប់គ្រងពួកគាត់ត្រេកអរខ្លាំងណាស់រូបថតបែកធ្លាយទាំងព្រឹកភ្លាមក៏ធ្វើឲ្យអ្នកសារព័ត៌មានល្បីផ្លែតែម្ដង នេះនេះចាំមែនចង់ដណ្ដើមតំណែងអ្នកស្រីលូដាក់ខ្លួនយ៉ាងនេះអាឡូ ឲ្យចាំមកទៅវិញឲ្យលឿន អញ្ចឹងលោកថាទៅថ្លៃប្រហែលទៅព្រមទៅផ្ទះជាមួយខ្ញុំ តម្លៃដើមមិនកាត់ថ្លៃ អញ្ចឹងលោកចិញ្ចឹមខ្ញុំទៅបើត្រាហើយចាំទុកថ្ងៃក្រោយលោកជាមនុស្សរបស់ខ្ញុំតែលោកចិញ្ចឹមហើយលោកចង់ឲ្យលើខ្ញុំរាល់ខែប្រហែល ចិញ្ចឹមខ្ញុំមិនបានចង់ឲ្យខ្ញុំចាំវិញពីមុនខ្ញុំធ្លាប់ឲ្យកាត់នាងមួយចាយមិនគ្រប់ទេ វាមិនដូចគ្នាទេកាត់នោះគឺប្តីខ្ញុំឲ្យ បើកាត់នោះប្តីនាងឲ្យទុកខ្ញុំជាណាត់ទៅ លោកជាប្រុសដែលខ្ញុំចិញ្ចឹម បាត់មកឆាប់គេទៅ ពួកយើងចេញដំណើរបានណា បើឡាប់ចុះ ឲ្យចាំមកទៅវិញឲ្យលឿនបងស្រីអាចទៅគិតទៅខ្មុំតើឲ្យបានទៅរឿងស្អីឲ្យមិនប៉ះពាល់លូស៊ីឈីទេបើប៉ះពាល់គេជួយឲ្យមិនបានទេ បងស្រីរាយការណ៍ពីកាលមិនខ្ញុំមិនដឹង ឲ្យស្មានថាបងស្រីអាចអត់ប្រយោជន៍ឲ្យមែនទេឱកាសតែមួយទៅលូស៊ីឈីបានមិនឲ្យមកផ្លាយទេថ្ងៃស្អែកនេះមានគ្រួសារមកពីសុខស្អាតយើងនឹងឲ្យឯងណាប់ជួបជាមួយនឹងគេហើយរៀបការជាមួយនឹងគេ ឲ្យអ្នកស្រីលោកទៅណាត់ជួបគ្រួសារសងអ្នកស្រីទៅដឹងប្រុសម្នាក់នេះមិនស្រួលប៉ះពាល់ទេប្រុសសំអីជានេះមិនមែនឲ្យទៅគូស្នេហ៍ម្នាក់មួយទៀតដឹងត្រូវរក្សាទុកឲ្យបានល្អថាមិនត្រូវទៅលេងគ្នាហើយអាចយកទុកធ្វើជាផោះតាំងមិនបានចេញទៅដើរលេងហើយហាមរំខាន ninh ninh anhធ្វើជាអ្នកកំដរខ្ញុំមិនបានមែនទេឈប់ខ្ញុំព្រៀបឲ្យឯងរួចហើយ ខ្ញុំរៀបការរួចហើយធ្វើជាអ្នកកំដរឯងមិនប្រកាន់ទេ អ្នកកំដរគឺជាមិត្តភក្តិសាច់ញាតិបើពួកឯងមិនធ្វើជាសរសៃឲ្យខ្ញុំទេអញ្ចឹងមង្គលការនេះលែងមានន័យហើយ អញ្ចឹងបាន អញចាំតែខ្ញុំនឹងទៅយកឈុតអ្នកកំដរឲ្យឯង ឯងជិតជិតចេះរៀបការហើយនៅលេខឡក់ទៀត មិនស្មានថាកណីលូភ័យដោយសារអ្នកស្រីបែបនេះសោះឬមួយអ្នកស្រីដាក់ស្លាញ់មិនមែនតែស៊ូនេះទេអកណីឆាច់ឆ្មាហើយអ្នកស្រីចាក់ចេញទៅរកខ្លួនឯងមិនមានការគំរាមឬមកខំទេ ឆែកទៅ អ្នកស្រីខាងទៅដឹងយកមករូបលោកនិងអ្នកស្រីត្រូវបង្ហោះលើអ៊ីនធឺណិតមានភាពបញ្ចេញមតិយកមកច្រើនខ្លាំងណាស់ពួកគេកំពុងតែទាយថា ទីថៃទៅ ទាយថាអ្នកដែលរៀបការជាមួយលោកគឺអ្នកនាងសុងម្យ៉ាងទៀតព្រឹកនេះអ្នកនាងសុងទៅក្រុមហ៊ុនពាក់គ្រឿងអលង្ការរបស់ក្រុមហ៊ុនលឺស៊ឺក្នុងនាមជាអ្នកស្រីលូបានចំណាយច្រើនណាស់ប៉ុន្តែមិនឲ្យលុយនោះទេ ក្រុមហ៊ុនយើងមានលុយច្រើនណាស់មែនទេចិញ្ចឹមក្រុមការងារឲ្យប្រយោជន៍ប្រហែលអ្នកនេះធ្វើ ការងារលេខានេះចំជាការងារគ្រោះថ្នាក់មែនបានខ្ញុំនឹងទៅរៀបចំព្រាមហាងគ្រឿងអលង្ការរបស់ក្រុមហ៊ុនលឺស៊ឺត្រូវបាត់ភ្លាមៗចំពោះការចម្ពាក់គ្រឿងអលង្ការរបស់អ្នកនាងជាយានត្រូវអនុវត្តឲ្យស្របតាមដំណើរការ កំពុងតែល្បីទៅក្រុមការងារពួកយើងបាននិយាយហើយ ខ្ញុំឈប់ក្នុងន័យរបស់ក្រុមហ៊ុនលោកដែលបានប្រកាសលើគ្រប់បណ្ដាញសង្គមទាក់ទងនឹងព័ត៌មានរបស់លោកឈើស៊ីនិងសឹងចិញ្ចៀនសូមបញ្ញាប់លោកជាបន្តមិនអញ្ចឹងពួកយើងនឹងអនុវត្តតាមផ្លូវ កំពុ ច្បា ង ប់ មកផតាមប្រកួតទៅតុលាការនិងបណ្ដឹងការិយាល័យរបស់សង្ឃចិនតែម្ដងចិនធ្វើយ៉ាងម៉េចទៅខាងក្រុមហ៊ុនកំពុងតែលុបព័ត៌មានដាក់កំពុងល្បីហើយនៅត្រៀមបណ្ដឹងទៀតផងរូបថតនោះគឺខ្ញុំជាអ្នកផ្ញើបើដេញដោលនោះខ្ញុំមិនរួចខ្លួននោះទេទៅភ័យស្អីខ្ញុំជាគូស្នេហ៍តាំងពីក្មេងរបស់លោកឈើស៊ីគាត់មិនហ៊ានប្រឹងខ្ញុំទេតែគាត់រៀបការរួចហើយបើប្រពន្ធគាត់ដឹងដល់វិញនោះក៏យ៉ាងម៉េចខ្ញុំបានឲ្យគេសឹមគេក្នុងរង្វង់សិល្បៈហើយគ្មានអ្នកណារៀបការជាមួយគេទេ មាន
មានព័ត៌មានរៀបការគ្រាន់តែផ្សព្វផ្សាយដើម្បីបំបត្តិមាត់អ្នកកាសែននឹងតបទៅជាមួយនឹងលោកពូលូនឹងអ្នកមានលូតែប៉ុណ្ណោះបាត់មែនទេទុកចិត្តចសានសានមិនដល់សិនចិត្តណាខ្ញុំជាមួយគេច្រើនឆ្នាំនេះគេមិនប្រកាសជាមួយខ្ញុំទេអត់ត្រូវឲ្យសានសានក៏បបដែលនាងចង់បាននៅក្នុងប្រទេសបានអស់ពីស្តុកឲ្យមែនទេចៃដន្យខ្ញុំទៅតែមកពីបរទេសខ្ញុំនឹងឲ្យគេចោលទៅឲ្យនាងជួយខ្ញុំមើលស្ថានភាពក្នុងក្រុមហ៊ុននិងដំណឹងរបស់លោកជើស៊ីឲ្យខ្ញុំផងបានជីនលើកនេះជួយនាងហើយលើកក្រោយខ្ញុំមិនជួយនាងទៀតទេទុកចិត្តចុះពេលខ្ញុំខ្លាចជាអ្នកស្រីអគ្គនាយកនាងមិនខាត់ទេបានចោលម៉ាស៊ីនគ្មានបានការស្អីតែនៅក្នុងក្រុមហ៊ុនលូយូយ៉ាងនេះនៅតែល្ងខ្លោចតតែនាងពិតជាមិនស្រឡាញ់ខ្ញុំហ្នឹងណា មិនស្រឡាញ់ទេពេលមុនមិនស្រឡាញ់ឥឡូវក៏ដូចគ្នាសូមលោកចាប់តាមខ្ញុំទៀតទៅអ្នកស្រីនៅទីនេះតាំងពីនាងមកពីបរទេសវិញខ្ញុំស្មានថាលេខបានជួបនាងហើយតា មកក៏លោកនៅទីនេះ អូខ្ញុំគឺជាអ្នកកំដរដាក់អាហារមក អាណាសន្តិស្រាប់ហ៊ានធ្វើបាបខ្ញុំផង នេះនាងជួយខ្ញុំទៅឱកាសខ្ញុំមកទៀតបាត់ទេពួកយើងនៅជាមួយគ្នាច្បាស់ជាមានសុភមង្គល មិនក៏មានអារម្មណ៍ថាទីបញ្ចប់ចិត្តម្ដងយ៉ាងអញ្ចឹង លោកជាអ្នកណា ប្រិយនាង នេះប្រាប់ខ្ញុំមកនេះមិនមែនជាការប៉ັດទេ បងស្រឡាញ់ នេះមិនប៉ັດទេនេះមិនមែនជាការប៉ັດទេ ស៊ូនីង មិនក៏លោកមក ក្រែងពេលដូចជាមួយខ្ញុំស្លាមធំណាស់មែនទេគ្រាន់តែព័ត៌មានមួយក៏ធ្វើឲ្យនាងភ័យរំភើបបាន ហើយយកនៅក្រុមការជាអបតវៈហើយទេខ្ញុំក៏ជាជនរងគ្រោះដែរ នាងមិនចង់ដូចជាមួយខ្ញុំទេ ខ្ញុំមិនអាចភ័យដល់បាត់ទេខ្ញុំបានទុកសម្បត្តិឲ្យលោកហាញ់តា ពេលណាទៅ ទុកនៅលើតុលោកមិនឃើញទេ គ្មានទេ ចាលោកមិនឃើញក៏ហើយទេទីលោកមិននេះមានន័យថាម៉េចលោកមិនឃើញព័ត៌មានហើយ ព្រែកខ្ញុំមិនបានបាត់ អញ្ ទេ ចឹងលោកចង់យ៉ាងម៉េច លោកចៅហើយប្រឹងទៀមទាសំណង ប៉ុន្តែពីមុនលោកមិនដែររបួសទេ ថាវិញមក បើចង់ថាបនិយាយមក ខ្ញុំក៏មិនចង់ថាដែរតែខាងនោះមានគេមើលមក មានផ្នែកនៅក្រៅក្នុងមែនមិនមើលឃើញ ខ្ញុំមានភ្នែក ខ្ញុំមិនទាន់ព្រមផាប់បង្ខំខ្ញុំមកវិញប្រសិនអីសំតែស្លាប់ហ៎យប់នេះលោកដេកនៅលើសាឡុង មិនបានសំដីលើដេកតែម្ដងទៅ កំណត់ល្អ ស៊ូនីង ថាចេញនេះជាកន្លែងលោកដេកយប់នេះរាត្រីសួស្ដីពិតជាប្រមែននេះជាអគ្គនាយកលោកណាមនោសញ្ចេតនាជាអ្វីដែលត្រូវគិតពេលក្រោយទេសង្ហាត្រូវគិតមុន ប្រពន្ធខឹងហើយត្រូវដេកតែដេកនៅសាឡុងគួរលំយ៉ាងម៉េចទៅ អ្វីដែលសំខាន់គឺត្រូវទទួលស្គាល់កំហុសតូចធំទទួលសិនទៅមិនបាត់មកចាំត្រៀមការលងលោមផ្កាកាបបគ្រឿងអលង្ការខោអាវស្រស់ស្អាតសត្វតែជាអ្វីដែលមនុស្សស្រីចូលចិត្ត ខាងស៊ីចាំជាចម្លែកមែន ស៊ូនីចានាងមិនចេះស្លាប់ចិត្តមែនអគ្គនាយកលោករៀបការទៅហើយនាងនឹងចាំគេទៀតហើយគេនាងមកក្រៅយ៉ាងនេះ ពាក្យនេះតែថាអមតៈសិនចិញ្ចៀននាងវិញទៅកុំឲ្យតាក់ទងប្តីគេ តែតងប្តីគេយ៉ាងម៉េចតែតងប្តីនាងមែនទេ នាងចាំបានន័យថាម៉េច ចិត្តរៀបការជាមួយជីវយីហើយនៅរំពឹងចង់ស៊ីសាច់កងានទៀតអីនាងមិនចេះឆ្លងកញ្ចក់មើលខ្លួនឯងទៀតដឹងអីមើលខ្លួនឯងទៅថាខ្លួនឯងជាអ្នកណា ខ្ញុំរៀបការជាមួយខាងចិញ្ចីអ្នកណាថា រឿងនេះត្រូវបាននាងផ្សព្វផ្សាយពេញនឹងសម្បីថ្ងៃមង្គលការពួកនាងក៏ដេញរួចហើយលើថាខាងជីវយីនេះក្នុងផ្ទះសម្បីតែក្រែត្រឹមត្រូវមួយក៏គ្មានមួយឆ្នាំមួយទឹកមិនបានម្ដងផងមិនដឹងថានាងលេបរួចឬក៏អត់ទេខ្ញុំថាទៅណានាងឈប់សម័យទៅទុកចិត្តចុះចាំដល់ពេលបនឆេញមែនចាំខ្ញុំទៅដល់កណ្ដាស់សែនឲ្យនាងហ៊ានបាយខ្ញុំនឹងសួរជាមួយនាងស៊ូនីង អាគេនយកលូមកហើយ ស៊ូនីងនាងមកប្រាស់មែនទៅត្រូវអគ្គនាយកលោកប៉ាដេសានគាត់ទៅនៅជាមួយនឹងលេខាគាត់វិញនឹងមានលោកទៀនយកអគ្គនាយកលោកមកគ្នាខ្ញុំមែនទេអាណាគាត់មិនក៏មិនឃើញ មិនទេ បងសំឡាញ់ឈឺ ពួកគេទាំងពីរមានទំនាក់ទំនងអី ថៅកែស្រី ចាប់ហើយមិនឆេញមែនលើក្រោយនាងដឹកកណ្ដាស់សែនអត់ខ្ញុំវិញហើយ តែខ្ញុំមិនឈឺទេមិនអីទេមកនាងទៅវិញទេដូចឈឺ មនុស្សធំប៉ុណ្ណាដែរហើយនៅវាយគ្នាទេ នាងដាក់តម្លៃខ្ញុំអត់ចាំរកខ្ញុំត្រង់មិនបាននោះទេបើពីមុនវិញ វាយនាងតាំងពីយូរមកហើយមិញនេះបើខ្ញុំមិនមកទេនាងប្រហែលជាវាយគេដេកនៅលើដីដូចមុនអញ្ចឹង មិននឹងអីទេឥឡូវខ្ញុំខ្លាចជាមនុស្សធំហើយខ្ញុំមិនវាយគ្នាទេបានហើយមិននេះលោកមិនបានឃើញអីទាំងអស់ នាងបីកូនក្មេងណាស់មិនចឹងនាងខ្វែភ្នែកខ្ញុំទេ ឆាប់សិនមិនលោកចង់និយាយអី
នៅថ្ងៃបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យសាលាហៅថាឲ្យមនុស្សស្រីដែលវាយគ្នានៅទីនោះគឺជានាងមែនទេ យ៉ាកន្លងទៅច្រើនឆ្នាំហើយលោកនៅចាំទៀត យ៉ាងណានៅលើលោកនេះគឺមនុស្សស្រីដែលប្រកែកវាយគ្នាដូចជានាងមិនមានច្រើនទេបើកឡានទៅផ្ទះគ្រួសារសុំ បានលោកអគ្គនាយក តែផ្ទះខ្ញុំ គួរតែមើលហើយ នេះគឺជារបស់អគ្គនាយកលូនៃក្រុមហ៊ុនលូស៊ីមិនតែទីនេះគាត់នឹងមកដល់ទីនេះមកគ្រប់លោកដាក់ទាល់តើអ្នកស្រីលូរបស់លោកជាអ្នកណាដែរមិនដែលថាគាត់រៀបការផងមកសិនជាគេរៀបការហើយចុះជាជាតិគិតយ៉ាងម៉េចដល់ពេលនោះនឹងដឹងហើយសូមលោកស្ងប់ចិត្តរកចាំចុះ លោកម្ចាស់ត្រូវប្រាប់ចិញ្ចៀនទេ ចាំមើលសិនទៅស្រីម្នាក់នោះបានថាលូឈឺសឺរៀបការចោលខ្លាចតែមិនអាចទទួលយកបានទេមិនថាយ៉ាងណាទេអ្នកស្រីតកូលូនេះតកូលសុំមិនអាចប៉ះពាល់បានទេត្រូវផ្សារភ្ជាប់ទំនាក់ទំនងល្អគ្រួសារយើងសង្ឃឹមលើការផ្សំមង្គលការនេះហើយតាមឡើយគឺជារឿងដែលមិនអាចទៅរួចទៅហើយពីមុននេះពួកយើងសង្ឃឹមលើសុំចិញ្ចៀនពេកហើយណែអគ្គនាយកលូសុំស្វាគមន៍សុំជិះ ប៉ាខាន់ជួបគ្នាយូរហើយ អ្នកស៊ូនេះមិនក៏ឯងហើយចាសមាជិកខ្លាំងពេកមើលទៅពេកគួរសមអត់ទៅហើយមកសុំជិះ អញមានទំនាក់ទំនងអីជាមួយអគ្គនាយកលូគាត់រៀបការរួចហើយអញមិនក៏នៅតាមគាត់ដល់គ្មានគេខ្មាស់ទៀត អ្នកគ្រួសារសុំតែងតាំងលោកឈឺស៊ីដែលគ្មានគេខ្មាស់គឺជាខ្ញុំមែន អញមានមុខឯណាទៅធៀបជាមួយនឹងចិញ្ចៀនទៅ លោកមិនតបភាសាហាទេមែនទេទៅកំដៅមហូប មិនបាត់ទេ អញ្ចឹងលោកមកលើកនេះគឺ ថ្ងៃនេះខ្ញុំនាំអគ្គនាយកលោកមកគឺដោយសារពួកយើងតាក់ទងគ្នាយូរហើយចង់នាំមកជួប ឯងមានស្នេហាមិនក៏ឯងមិនប្រាប់អ្នកផ្ទះឲ្យដឹងមួយម៉ាត់អញ្ចឹង មិនបាច់ឲ្យនាងនិយាយទេ យប់នេះខ្ញុំបានលើកដំណឹងមួយក៏ឲ្យអគ្គនាយកលោកកំដៅខ្ញុំមកវិញទៅប៉ាមង្គលការយើងជាមួយតកូលខាងកំណត់រួចហើយត្រូវទេប៉ុន្តែមើលទៅខ្ញុំមាននិស្ស័យជាមួយអគ្គនាយកលោកខ្ញុំមានតែបាច់គ្នាជាមួយនឹងគាត់ មង្គលការកំណត់ហើយតែមិនទាន់ហើយទេផងមិនចូលជាការនោះទេមិនថាយ៉ាងណាកូនស្រីគ្រួសារសងមានមង្គលការជាមួយនឹងគ្រួសារនោះពិតជារឿងល្អមើលទៅខ្ញុំគួរតែយកចិត្តទុកដាក់លើកូនស្រីទី2នេះវិញហើយឆាមកពីនេះមានស្នេហាលើទី1មិនប្រាប់អ្នកផ្ទះអីមួយម៉ាត់ក៏មកកាច់ចការយកច្រឡំទៅហើយឆានេះមានលោកជាអ្នកមើលថែខ្ញុំហើយនឹងម្ដាយរបស់គេគឺទុកចិត្តហើយត្រូវហើយអគ្គនាយកលូបានជាលោកចង់ចោលស្ដីដល់កូនស្រីខ្ញុំបើអញ្ចឹងពួកយើងនិយាយរឿងបណ្ណាការទៅតើយ៉ាងម៉េចដែរកូនស្រីរបស់ខ្ញុំធំយ៉ាងនេះទៅហើយមិនអាចឲ្យលោកទៅទេ ទឹកចិត្តចុះប្រាក់ដែលលោកចំណាយលើខ្ញុំប្រហែលឆ្នាំមកនេះខ្ញុំបានកាត់ទុកហើយក៏បានផ្ទេរទៅកណ្ដាលលោករួចហើយដែរពីថ្ងៃនេះតទៅពួកយើងមិនពាក់ព័ន្ធជាមួយគ្នាទេ នីងមិនក៏ឯងនិយាយដាក់ប៉ាឯងអញ្ចឹង គ្រួសារតែមួយមិនអាចនិយាយសម្ដីបែបនេះ ចាប់ពីថ្ងៃស្អែកទៅខ្ញុំសង្ឃឹមថានឹងលើកដំណឹងនៃការផ្ដាច់ពាក្យទៀត នៅមានទៀតតែប្រាប់សុំចិញ្ចៀនផងលោកឈឺស៊ីគឺជាប្តីរបស់ខ្ញុំ អគ្គនាយកលូ ចិញ្ចៀននេះកូនចាំបាច់នឹង យ៉ាងម៉េចនឹងមិនខ្លាចគេសោកច្រមុះទេ ប៉ាលោកឈីស៊ីបាច់ច្បាំងខ្ញុំមែនគេមិនខ្វល់ពីមនុស្សចេតនាពួកយើងតាំងពីក្មេងមកអីតែនៅប្រឌិតថាមានប្រពន្ធឲ្យខ្ញុំសងសំណងគេទៀតមិញលោកឈីស៊ីគេមកគេមិនសំដៅខ្ញុំមែនទេ គេមកជាមួយប្រពន្ធគេលោកឈឺស៊ីរៀបការរួចហើយ មិនអាចទេកាលពីខ្ញុំគ្មានអ្នកណាសន្សំជាមួយគេទេគឺស៊ូនីងគឺពួកនេះនោះគ្នាខកចាំមែនទេស៊ូនីងគឺជាស្រីឆោម៉ាស៊ីនលោកឈីស៊ីមិនអាចចាប់អារម្មណ៍នាងទៅ ហើយលើនេះស៊ូនីជាអ្នកស្រីលូទៅហើយបើរករឿងគេគ្រួសារសង10ក៏មិនអាចសោកគេដូចដែរ មិនបានខ្ញុំនៅត្រនាងចិញ្ចៀននេះធ្វើចាំមិនទៅចាប់ទៅតាមនាងទៅ អ្នកដែលមានប្រយោជន៍ចំពោះយើងទើបជាកូនស្រីរបស់យើងចាប់ពីស្អែកនេះទៅអូនត្រូវតែកំណត់ស៊ូនីដើម្បីបង្កើតមនោសញ្ចេតនាឲ្យនាងព្រមមកជាតកូលសុងហើយមកគោលការណ៍សុំចិញ្ចៀននឹងគ្រួសារທາງឲ្យនាងជាអ្នកជំនួសទៅ ហើយចានេះមិនបានទេលោកម្ចាស់នាងកើតកតុំតាំងពីក្មេងបើឲ្យនាងរៀបការទៅនៅស្រុកស្រែទទួលយកមិនបានទេ ខ្ញុំទុកពេលឲ្យនាង10ឆ្នាំហើយនាងធ្វើមិនបានខ្លួនឯងមង្គលការនេះគួរតែជារបស់នាង លោកម្ចាស់ ថ្ងៃនេះទៅដល់ផ្សារមិនក៏មិនឃើញទិញអីចឹង គ្មានអីត្រូវចិត្តទេ ឆាស៊ី មិនអីទេ មិនអីទេ មិនគិតនាងនៅទីនេះ អើយបងសម្លាញ់បែដងខ្ញុំមិនក៏ដូចជាលត់ញាប់ម្លេះបងឆាប់ស្ដាប់មើល មិនអាចទេនេះមិនអាចទេ លោកប្តីបងមើលនាងទៅ ឆ្លាត ពួកនាងពិតជារៀបការមែនទេ ច្បាស់ហើយនៅមានទៀតមើលប្រុសម្នាក់នៅខាងនោះទៅនៅតែជាប្តីខ្ញុំលើក្រោយកុំយកច្រឡំទៀតមិនអញ្ចឹងគេនឹងប្រចាំ ពួកនាងពិតជារៀបការមែនទេ មិនអញ្ចឹងទេនោះ សំអាងអីខ្ញុំធៀបមិនអត់ស្រីចោលមកសៀតម្នាក់នេះត្រង់ណាហេតុអីគេមើលមិនឃើញខ្ញុំស៊ូនីងនាងថាឆៃមែនទេពេលដំបងប៉ាម៉ាក់ផ្លាក់ក្នុងខ្ញុំណានាងគ្មានឱកាសសម្បត្តិតែកាត់ចេញមកទេគ្រប់យ៉ាងដែលខ្ញុំឲ្យនាងឥឡូវនេះគឺខ្ញុំជាអ្នកឲ្យនាងគេចំណេញលើខ្ញុំសំអាងអីមកដល់ខ្ញុំទៀតនាងគាត់មិននឹងខ្ញុំនឹងគ្រួសារសំទេខ្ញុំគួរកាត់តាំងពីដំបងតាំងពីដឹងថាឈូស៊ីមានគំនិតមិនធម្មតាលើស៊ូនីងខ្ញុំគួរតែសម្រាប់នាងក្នុងសាលាតែម្ដងមិននឹងអាចឲ្យនាងទៅរៀននៅបរទេសហើយឲ្យនាងមានជីវភាពដូចបច្ចុប្បន្នទៅ ខ្ញុំដែរតែដណ្ដើមនាងពេញការនាងទៅវិញទេដែរមកក្រៅតាមទៀមគេមិនឈប់នៅមានទៀតនាងកុំចេះតែនិយាយពេញមាត់ខ្ញុំកាត់មកប្រតែនាងគ្រួសារសមមិនអាចគ្រប់គ្រាន់ដល់ជោគវាសនាខ្ញុំបានទេរត់តែមិនអាចនិយាយដល់នាងថែមទៀតខ្ញុំនៅគ្រួសារសម20ឆ្នាំមកនេះពួកនាងប្រើប្រាស់ខ្ញុំដូចជាកញ្ចេះធ្វើឲ្យខ្ញុំជាសត្វដេរឆានជាស្ដីខ្ញុំបញ្ចេញកំហឹងដាក់ខ្ញុំឥឡូវនេះមករកគុណបុណ្យវាជាពេលហើយ នាងឆាស៊ី
ពេលមុនលោកល្អដាក់ខ្ញុំណាក្នុងចិត្តលោកមានតែខ្ញុំរហូតមកទៅទេមិនអញ្ចឹងលោកក៏មិនទៅវិនិយោគនៅបកកំសាន្តផ្សេងៗដែរដើម្បីខ្ញុំមែនទេ ខ្ញុំទទួលស្គាល់ថាខ្ញុំវិនិយោគនៅប៉ុស្តិ៍កំសាន្តស៊ីងហៃដើម្បីនាងមែនប៉ុន្តែនាងគួរតែយល់ច្បាស់ថាខ្ញុំធ្វើដើម្បីអ្វីទៅព្រោះនាងពីមុនផ្ដល់ដំណឹងមកខ្ញុំជួយឲ្យខ្ញុំរត់គេចពីគ្រោះមហន្តរាយបានដូច្នេះពេលដែលនាងចូលសិល្បៈខ្ញុំក៏អនុញ្ញាតធនធានដែលនាងចង់បានគឺខ្ញុំផ្ដល់នាងប៉ុន្តែគ្រប់យ៉ាងនេះគឺគ្មានមួយចេតនាអីតិចសោះបងនិយាយទៅប្រាក់ដែលវិនិយោគចេញគឺគណនីរបស់ប៉ាខ្ញុំបើសិនជានាងពិតជាចង់អរគុណជាផ្លូវការនោះនាងគួរតែអរគុណប៉ារបស់ខ្ញុំទៅខ្ញុំមិនធានាទេថានាងត្រូវបាក់ខ្ញុំដាច់ឬអត់ទេ ឬមួយនៅក្នុងនោះគ្មានចិត្តរបស់លោកអញតែទេ ច្បាស់ជាគ្មានហើយបើនាងយល់ថាខ្ញុំឲ្យលុយនាងដោយសារតែមានចិត្តទៅលើនាងនោះនាងគួរតែទៅរកប៉ារបស់ខ្ញុំវិញទៅមិនមែនខ្ញុំទេ ហេតុអីទៅច្បាប់នេះហេតុអីទៅហេតុអីរាប់ពេលព័ត៌មានជាមួយខ្ញុំលោកតែងតែទទួលយកទាំងអស់ ត្រូវហើយហេតុអីទៅធ្វើស្គាល់រលើកអញ្ចឹង នោះក៏ព្រោះតែរលើកគឺដាក់ខ្ញុំទៅផ្ទះវិញលោកតាបញ្ជាឲ្យខ្ញុំមើលថែនាងឲ្យបានល្អគាត់ជាមនុស្សដឹងគុណណាប៉ុន្តែសងគុណយកឆ្នាំយ៉ាងនេះគួរតែសោកអស់ហើយបាននិយាយទៅឥឡូវខ្ញុំក៏រៀបការរួចហើយដែរមកថានៅលើអ៊ីនធឺណិតឬក៏ការពិតខ្ញុំសង្ឃឹមថាអ្នកនាងចេះគ្រប់ខ្លួនឯងផង ខ្ញុំ លូលូមានអីមែនទេ ចាត់ការម្នាក់ឯងទៅ ជប់សិនលោកចង់ដឹងទេគ្មានស្រីដែលជួយលោកកានោះពេលនេះណែណា ណៃណា ខ្ញុំប្រាប់លោកបានតែម្នាក់ទេនេះមិនសមមិនថាឋានៈសមាសភាពសម្រាប់មិនទឹកដល់ខ្ញុំផងមានសិទ្ធិអីពពួកគេបានហេតុអីទៅខ្ញុំប្រាប់បានតែលោកម្នាក់ទេ ខ្ញុំនៅប្រពន្ធខ្ញុំជាមនុស្សតែម្នាក់ចង់និយាយឆាប់និយាយមកបើមិននិយាយទេពួកខ្ញុំទង្ងត់ទឹកសម្រាប់ហើយ ហើយលោកតាមរកនាងរហូតមែនទេ ខ្ញុំចង់រកគេតែនោះក៏ជារឿងខ្ញុំតែម្នាក់គុណបើរឿងនេះប៉ះពាល់ដល់អារម្មណ៍ប្រពន្ធខ្ញុំគិតថាខ្ញុំមិនបាច់ចង់ដឹងទេ ស៊ូន មក នេះ ឆ្មាឆ្លាក់ ស៊ូននេះស្រីចង្រៃអញនេះកុំស្មានថាគេស្រឡាញ់នាងមែនគេប្រាប់ប្រាស់នាងទេក្តីស្រឡាញ់របស់គេមិនដែលមានចំពោះនាងទេឡើងយើង ខ្ញុំដឹងតាំងពីយូរថាមង្គលការនេះគ្រាន់តែជាការប្រើប្រាស់ខ្ញុំមិននឹងអាចរំពឹងអីទៅអាយ៉ាអើយក្បាលរបស់ខ្ញុំ នាងមិនអីទេមិនសប្បាយចិត្ត គ្មានទេ ពីឆ្នាំមុនក្រុមហ៊ុនលូស៊ីងគឺមានព័ត៌មានលុបលាងលុយខ្មៅនាងធ្លាប់ឮទេថ្នាក់លើនៃក្រុមហ៊ុនខុបខិតជាមួយដៃគូសហការយកដំណើរការងារទៅលុបលាងក្នុងចំនួនដ៏សន្ធឹកសន្ធាប់សូមជាយើងផ្ញើដំណឹងនេះមកគ្រួសារយើងទើបអាចប្រកបឱកាសរួមបានម្ដងលោកម្ចាស់ដឹងគុណមករហូតបញ្ជាឲ្យខ្ញុំមើលថែនាងឲ្យបានច្រើនរាល់ឆ្នាំនេះខ្ញុំចេះតែបើកភ្នែកម្ខាងបិទភ្នែកម្ខាងឯកូនស្រីម្នាក់នោះបានជួយខ្ញុំពេលខ្ញុំលងទឹកកាលនៅអាយុ10ឆ្នាំចំណែកមុខមាត់របស់គេខ្ញុំភ្លេចអត់ទៅហើយចំពោះក្មេងស្រីម្នាក់នោះគឺមានតែអារម្មណ៍នៃការដឹងគុណគ្មានអ្វីផ្សេងហើយខ្ញុំមិនអាចស្រឡាញ់គេដែលគ្រាន់តែគេបានជួយខ្ញុំម្ដងនោះទេយល់ទេប៉ុណ្ណឹង ការពិតគឺបែបនេះសោះ កុំគិតច្រើនអី ដូច្នេះអ្នកដែលលោកស្រឡាញ់មែនគឺខ្ញុំទេអញ្ចឹងលោកមានន័យថាលោកស្រឡាញ់ខ្ញុំមែនទេ ជាជាងខ្ញុំឲ្យមិនក៏មិនទេ ចិញ្ចៀននេះមិនមែនឲ្យតែគូស្នេហ៍គេម្នាក់មួយទេដឹងនេះត្រូវរក្សាទុកឲ្យបានល្អថាមិនត្រូវទៅលែងគ្នាអាចយកធ្វើជាផុសតាងដែលគេក្បត់បានវាថ្លៃពេក មិនថ្លៃទេពាក់លេងទៅ អញ្ចឹងមានន័យថាលើក្រោយខ្ញុំមានកាដូ មិន ទៀត មានទៀត ឲ្យតែខ្ញុំទេ មិនចឹងឲ្យនរណាបានទៀត ខ្ញុំមិនដល់រកការជាមួយខាងជឿយីទេអម្នាក់នោះមិនសមនឹងខ្ញុំផងបានហើយ ឯងគ្មានសិទ្ធិគ្រួសារសុំចាំបាច់ត្រូវតែមានមង្គលការបងស្រីឯងរៀបការជាមួយលោកឈើស៊ីហើយឯងបរាជ័យហើយឯងត្រូវតែទទួលខុសត្រូវលទ្ធផលនេះ លោកម្ចាស់រៀបការជាមួយគ្រួសារខាងចិញ្ចៀនមួយជីវិតនេះរលាមិនខានទេនៅមានមនុស្សម្នាក់ទៀតដែលមានអំណាចផាក់ផាយនឹងជួយជីស៊ីហើយខ្ញុំបានរៀបការជាមួយគេខ្ញុំមិនមានបច្ច័យចំពោះគ្រួសារសុំ ណែណា ខាងសឹង អគ្គនាយកខាងនៃក្រុមហ៊ុនខាងជា ត្បិតថាក្រុមហ៊ុនខាងជីទៅបង្កើតបាន5ឆ្នាំប៉ុន្តែក៏ជាក្រុមហ៊ុនធំនៅណានសឹងបើធៀបជាមួយគ្រួសារចិញ្ចាក់ដូចគ្រួសារលូវាស្រួលគ្រប់ជាងគេទៀត បើសិនជាអាចជោគគេបានខ្ញុំនឹងប្រាប់ពាក្យមួយដល់គ្រួសារខាងនោះ ពួកយើងធ្លាប់ជួបគ្នាហើយគេជាអ្នកគ្រប់គ្រងខ្ញុំសំចិញ្ចៀនមកខាងនេះសំចិញ្ចៀន សំចិញ្ចៀន ស្អាតដល់ហើយ សំចិញ្ចៀននាងស្អាតខ្លាំងណាស់ មែនហើយ ចិញ្ចៀន ខ្ញុំស្រឡាញ់សំចិញ្ចៀន នាងស្អាតខ្លាំងណាស់ខ្ញុំស្រឡាញ់នាងចិញ្ចៀនចិញ្ចៀន ម្នាក់នោះជាអ្នកណា អគ្គនាយកខាងនៃក្រុមហ៊ុន CG មើលទៅគាត់ក៏ជាអ្នកគ្រប់គ្រងនាងដែរ ចិញ្ចៀនខ្ញុំស្រឡាញ់នាងចិញ្ចៀន ហើយចាប់ហើយមកធ្វើការថ្ងៃទី1មិនអាចទៀតទេមកធ្វើការយឺតហើយជប់ថ្ងៃទៀតសៃមែន ចង់ឲ្យខ្ញុំចេញនាង មិនបាច់ទេ សួស្ដីអគ្គនាយកខាង ស្រីម្នាក់នេះជាអ្នកណាអគ្គនាយកខាងមានជំងឺស្អាតមិនអាចជាចរាយន្តជាមួយអ្នកផ្សេងទេ ជាអ្នកថ្មីស៊ូនីង សួស្ដីគ្រប់គ្នាខ្ញុំឈ្មោះស៊ូនីងជួយណែនាំផង ខ្ញុំឈ្មោះលីសាទទួលខុសត្រូវបង្រៀនបុគ្គលិកថ្មីបងស្រីលីសាអរខ្ញុំបង្រៀននាងទៅ ស្រីស្អាតមកក្រុមពួកយើងមានសមត្ថភាពខ្លាំងនិងជំនាញ មើលលោកនិយាយទៅធ្វើដល់ក្រុមយើងនេះអត់ណាស់អញ្ចឹងមកក្រុមយើងវិញ ណៃឈប់ឆ្លោះគ្នាទៅស្រីស្អាតមិនមែនជារបស់ពួកនាងទេថាការរៀបចំរួចហើយនាងមានថាការជាអ្នកបង្រៀនផ្ទាល់ ហេ ថាការគាត់មិនដែលបង្រៀនអ្នកថ្មីទេអបអរនាងផងជាមនុស្សទី1ហើយ ថាការបង្រៀនផ្ទាល់ប្រហែលវេទនាណាស់ហើយចាំមើលទៅ អគ្គនាយកខាង ចូលមក
អគ្គនាយកខាងហេតុអីធ្វើបែបនេះដាក់ខ្ញុំសុំទោសអគ្គនាយកខាងខ្ញុំមិនបានល្អធ្វើជាលេខាយូរយ៉ាងនេះហើយនឹងមិនដឹងថាគាត់មានជំងឺស្អាតទេនៅចង់ហូបបាយជាមួយគាត់ទៀតឆាប់ចេញទៅខ្ញុំខុសហើយដឹងចេះទៅ អគ្គនាយកខាងខ្ញុំធ្វើលេខាលោក3ឆ្នាំហើយទោះគ្មានគុណសម្បត្តិក៏មាននាងឈាមដែរលោកគ្មានចិត្តអាណិតខ្ញុំទេមិនក៏លោកដាច់ចិត្តយ៉ាងនេះ លែងដែរទៅខ្ញុំមិនបានប្រាប់ខាងនេះមែនទេ ខ្ញុំមកនាងចេញទៅអគ្គនាយកខាងកុំអី ស៊ុននេះនាងនៅកំណត់ខ្ញុំញ៉ាំបាយ ខ្ញុំញ៉ាំបាយរួចហើយ នេះជាការងាររបស់នាង បងស្រីលីសាអ្នកថ្មីនេះមានប្រវត្តិយ៉ាងម៉េចគាត់បែរជាឲ្យនាងញ៉ាំបាយជាមួយ ត្រូវហើយ ខ្ញុំចាំថាពេលដែលក្រុមហ៊ុនទៅបង្កើននាយកខាងហូបបាយជាមួយដៃគូសហការគួរ3ថ្ងៃអានោះក្រោយមកក្រុមហ៊ុនរីចម្រើនគាត់មិនអាចញ៉ាំបាយជាមួយអ្នកផ្សេងទេ ខ្ញុំក៏មិនដឹងដែរប៉ុន្តែពួកនាងប្រចាំតែទៅកុំរកគ្រឿងគេទៅវិញចុះ នៅតាមផ្លូវពួកយើងមានពេលកន្លះម៉ោងមើលឯកសារនេះតើទៅ មិនក៏បញ្ញាប់ម្លេះ នាងស្មានថាខ្ញុំយកនាងមកចិញ្ចឹមមែនទេ ពួកយើងត្រូវពិភាក្សាជាមួយក្រុមហ៊ុនលូស៊ឺ យ៉ាងម៉េចខ្លាចជួបស្នេហ៍ដំបូងដែលមិនបានជោគជ័យរបស់នាង បាត់មាត់ សួស្តីអគ្គនាយកខាង វាដល់នាងសារភាពស្នេហ៍ទៅលុយឆើស៊ីបានបាច់ឃ្លីគេជាក្រុមហ៊ុនពេញអ៊ីនធឺណិត មែនខ្ញុំចាចិត្តលូឈឺស៊ីហើយចាំម៉េច 10នាទីក្រោយខ្ញុំចង់ឃើញលិខិតលាឈប់របស់នាង កុំរំថាគេនឹងរករឿងនាងត្បិតថាច្បាប់មិនឲ្យមានស្នេហានៅក្នុងក្រុមហ៊ុនលូស៊ឺប៉ុន្តែគ្រាន់តែជាបុគ្គលិកសារភាពត្រូវតែកែបដិសេធរឿងនេះវាមិនអីទេ តែបើឲ្យបាត់ភ្លេស្នេហាក្នុងការិយាល័យរបស់ថៅកែនិងថៅកែស្រីវិញនោះច្បាស់ជាមានមតិយោបល់ច្រើន ច្បាស់ណាស់មានគេប្រឆាំងជាមួយនឹងនាង សុំចិញ្ចៀននិយាយដល់នឹងហេតុដល់ សុនញ៉ាស្មានមិនដល់ពួកនាងនៅជាមួយគ្នាបាននាងចាំជាអត់មែនប្រុសមកពីស្រុកស្រែនេះក៏នាងមើលឃើញដែរខ្ញុំថតរូបប្រមាណបោះឲ្យពួកនាងចុះ នាងថាទៅបើខ្ញុំផ្ញើរូបនេះទៅឲ្យឈូជើស៊ីគេខឹងនាងទេ តាមចិត្តនាងមកទីនេះធ្វើអី ខ្ញុំមកទីនេះដើម្បីមកជួបអ្នកគ្រប់គ្រង បុគ្គលិកក្រុមហ៊ុនស៊ូជីមានរសនិយមអន់បែបនេះផងអ្នកណាក៏បានដៃនាងចេញទៅ ចាខ្ញុំនឹងទៅឆែកភ្លាមអាអ្នកក្រមកពីស្រុកស្រែដូចអញនេះអាចដឹងគេចេញពីក្រុមហ៊ុនស៊ីជីបានមិនមែនត្រូវពួកយើងផ្ដាច់ពីហើយបើជាឈួតទេដឹងត្រូវគេផ្ដាច់ពីស្រីម្នាក់នេះខ្លាំងមែនហ៊ានផ្ដាច់ពីជាមួយអគ្គនាយកខាងទៅហៅខាងស៊ីនមកប្រាប់គេថាខ្ញុំឲ្យហាក់លេខាទៅគេបានអូព្រះអើយហើយមិនបានទៅឆក់រត់ទៅ អ្នកគ្រប់ត្រនាងគឺខាងស៊ីននេះ មិនខុសទេទោះគ្មានលុយឈើស៊ីដែលខ្ញុំរៀបការជាមួយក៏ដោយក៏មានខាងស៊ីនអគ្គនាយកក្រុមហ៊ុនស៊ីជីដែរមិនដូចជានាងទេនៅជាមួយមនុស្សប្រុសគ្មានកំណត់ដូចជាគេអស់មួយជីវិតទៅខាងជូយីខ្ញុំក៏មានលោកកុំពាក់ព័ន្ធជាមួយគ្រួសារសុងកូនសម្បត្តិតិចតួចរបស់គ្រួសារលោកមិនសមនឹងចូលស្ដីខ្ញុំទេ ខ្ញុំមិនដឹងថានេះជាអ្នកណាទេប៉ុន្តែខ្ញុំគឺឈ្មោះថាខៃស៊ីន លោកគឺខាងស៊ីនអគ្គនាយកក្រុមហ៊ុនស៊ីជី ពួកគ្មានចំណេះដឹងដូចនាងនេះនៅចុះធ្វើទៀតកិច្ចសហការខាងនេះបើមិនបាននាងក៏មិនច្បាស់ធ្វើការដែរ ស៊ូនីនឹងដណ្ដើមលុយឈើស៊ីខ្ញុំទៅហើយហេតុអីនៅដណ្ដើមខាងស៊ីនមួយទៀតចង់បាយយកខ្ញុំអត់ត្រង់ណាទៅម្នាក់ចូលនៅតែខាងនាង នេះគឺស៊ុននីងប្រុសម្នាក់នេះជាណាគួរឲ្យខឹងណាស់អ្នកស្រីបន្តិចទៀតមកប្រជុំនៅក្រុមហ៊ុនរៀបចំរួចហើយនៅ រៀបចំរួចហើយច្បាស់ជាទទួលឲ្យបានល្អបំផុត ចាំបាច់ត្រូវឲ្យគ្រប់គ្នាដឹងថានាងជាប្រពន្ធខ្ញុំ បុគ្គលិកគ្រប់គ្នាដឹងហើយតា រួមទាំងអ្នកក្រៅដែររៀបចំរួចហើយនៅ អ្នកហៅបានខ្ញុំមិនចង់ទៅទេអាចចាំខ្ញុំនៅមកទ្វារបាន ខ្ញុំគ្មានអីទេ ទុកចិត្តចោះខ្ញុំមិនដឹងនាងទេ ខ្ញុំមិនអីមែន តើនាងចូលឬអត់ហ្នឹងនាងសារភាពទៅតកែត្រូវតកែបដិសេធហើយតែឈិញហើយត្រូវត្រឡប់មកក្រុមហ៊ុនចាស់វិញមិនខ្លាចគេសាច់មកទេ សាយក៏សាយទៅគ្មានអ្វីដឹកដាក់ដៃមួយនេះចូលឆ្នាំមិនបាននោះទេ ចឹងងាយចឹងហាមែនទេ លោកចង់សាក់ឬក៏អត់ អូខេលុយឈើស៊ីមិនត្រូវការនាងមិនចាំពួកយ៉ាងសាឡមកទេខ្ញុំយល់ថានាងក៏គួរអាចារ្យដែរ បានហើយ នាងមិនចាប់អារម្មណ៍ជាមួយនឹងខ្ញុំទេខ្ញុំមានអីមិនល្អត្រង់ណាដែរទៅនាងទៅវិញទេដែលចាប់អារម្មណ៍លុយឈើស៊ីគេមិនត្រូវការនាងផងនាងគួរតែចេះប្រមាណកម្លាំងរបស់នាងសារបងជាមួយនឹងខ្ញុំទៅ មិនរំខានលោកមែន សួស្តីអ្នកស្រី សួស្តីអ្នកស្រី ពួកគេហៅនាងថាយ៉ាងម៉េច លេខាយ៉ាងខ្ញុំតំណាងឲ្យក្រុមហ៊ុន CG មកចែកចាយជាមួយក្រុមហ៊ុនលូស៊ឺ នេះគឺជាអ្នកក្រៅដែរគេនាយកលោកសម្ដេចដល់ហើយខ្ញុំត្រូវការពីប្រពន្ធគាត់អ្នកស្រីនាយកខាងសុំជិះ តើតើ ក្រែងក្រុមហ៊ុនហាមអត់បុគ្គលិកមានស្នេហាមែនទេថាកាយបាច់ជាទៅតាក់ទងជាមួយជំនួយការមើលទៅដូចជាគ្មានហាម5ស្អីផងគួរអត់សម្ដេចមែនធ្វើឲ្យល្បីមិនខ្លាចអ្នកដទៃគេរីគុណទេអ្នកគ្រប់គ្រងគ្រប់គ្នាកុំទៅធ្វើការនៅក្នុងក្រុមហ៊ុននេះថាមិនទៅថ្ងៃណាមួយត្រូវគេបោកប្រាស់ផងក៏មិនដឹងដែរ ឥឡូវនេះព័ត៌មានជំនួយការប្រែទៅជាប្រពន្ធកំពុងល្បីសុសសាយមតិរិះគន់នៅលើអ៊ីនធឺណិតកំពុងតែរិះគន់រហូតដល់ឋានៈថាមានការរំលោភបំពានក្នុងវិស័យការងារបើមិនគ្រប់គ្រងកេរ្តិ៍ឈ្មោះក្រុមហ៊ុន Lucingerly រហូតដល់ឋានៈនេះជាការរំលោភបំពានក្នុងវិស័យការងារបើមិនគ្រប់គ្រង
គេឈ្មោះក្រុមហ៊ុន Lucy និងរលាយមិនខាត ខ្ញុំមានកម្រងសាធារណៈមួយសូមគ្រប់គ្នាចេញមើល ព័ត៌មានស្អុយក្នុងទីផ្សារមិនមែនទំនួលខុសត្រូវរបស់នាយកស៊ូទេមិនចង់ទៅវិញរងចាំដំណឹងទៅថាពួកយើងនឹងបើកការប្រជុំរួចហើយយើងនឹងរៀបការពីស្ថានភាពអគ្គនាយកលូរ៉ាល្បិចដើម្បីធ្វើជាអ្នកស្រីលូខ្ញុំក៏សរសើរនាងតែបើចង់លូកដៃក្នុងផ្នែកតំណែងសាធារណៈរបស់ខ្ញុំវាមិនងាយដល់ម្លឹងទេត្រូវហើយជំនួយកាស៊ូគឺមិនទាន់ញ៉ាំបាយងាយទេឃ្លានឬអត់នឹងយល់អត់ទៅវិញញ៉ាំបាយសិនទៅ ឥឡូវនេះជាមនុស្សរបស់ក្រុមហ៊ុនរបស់ខ្ញុំមិនមែនជាជំនួយការស្អីទេបើខួរក្បាលរបស់លោកមិនល្អគួរតែប្រញាប់ចេញពីតំណែងប្រធានផ្នែករបស់លោកទេ លោក លោកប្រធានផ្នែកបាននិយាយចំពោះផ្នែកតំណែងពេលវេលាគឺជាមេប្រាស់បើសិនជាលោកឃ្លានឆាប់ទៅហូបបាយទៅកុំអត់ខ្ជិលឆាប់ប៉ះពាល់ដល់សុខភាព ឥឡូវនាងកំពុងតែធ្វើឲ្យយើងខាតពេលវេលាហើយ ខ្ញុំត្រូវការតែ3នាទីទេ អគ្គនាយកលូមានបញ្ជាឲ្យរឿងនេះត្រូវប្រកល់ឲ្យអ្នកស្រីជាអ្នកចាត់ការ បានអញ្ចឹងខ្ញុំចាំមើលនាងជាស្រីម្នាក់ក្នុងរយៈពេល3នាទីតើនាងគិតចេញគំនិតស្អីខ្លះទៅ ចាប់ផ្ដើមប្រធានបទថ្មីចំណងជើងគឺក្រុមហ៊ុនខ្លាចសាហាវពេកហើយសូម្បីតែការស្រែកខ្លួនឯងក៏ហ៊ានដឹងចេញអង្កនៅខាងក្នុងធ្វើយ៉ាងម៉េចក៏បានឲ្យតែល្បីរត់ដងឧស្សាហ៍ដល់ផ្សារដែរទេ បានតើ អញ្ចឹងតែទៀតនាងមើលកន្លែង comment ទៅប្រាប់ទៅអ្នកលើអ៊ីនធឺណិតដោយបញ្ជាក់ថាពេលនោះខ្ញុំទៅធានាប៉ុណ្ណាតែប៉ុណ្ណឹងទៅគឺបានហើយបញ្ជាក់ទៅ បានថាកែស្រីធានាសម្រាប់ភារកិច្ច ឲ្យបុគ្គលិកផ្សេងទៀតក្នុងផ្នែកតំណែងសាធារណៈត្រូវពិនិត្យលើការបញ្ចេញមតិយោបល់លើអ៊ីនធឺណិតទាក់ទងទៅខាងក្រុមហ៊ុនបាយបោឲ្យព័ត៌មានចោលភារកិច្ចអ្នកដែលផ្ដល់ព័ត៌មាននេះគឺប្រកល់ឲ្យក្រុមការងារបច្ចេកទេសនៃ CG ហើយ មានបញ្ហាច្បាស់ជារកពួកគេឃើញធានាថាពួកគេមិនតជាមួយនឹងពួកយើងសមាជិកតែមួយម៉ាត់ មនុស្សរបស់ខ្ញុំមិនទាន់ដល់វេននាងជាអ្នកវិជាទេនាងពឹងលើស្បែកមុខក្រាស់របស់ខ្លួនឯងនោះ ប្រយ័ត្នសម្ដីលោកផង ប្រធានផ្នែកកាយកំណត់នេះគឺឆ្លងកាត់ការអនុញ្ញាតរបស់អគ្គនាយកលូបើមិនពេញចិត្តត្រង់ណាអាចប្រកបបាននៅមានទៀតលោកគួរតែយកទៅស្អីដែលហៅថាប្រសិទ្ធភាពនៃព័ត៌មានកុំឲ្យចេះតែតមាត់នៃទីនេះតែគ្មានបានប្រយោជន៍ស្អីមួយម៉ាត់មនុស្សអាយុកាន់តែច្រើនកាន់តែចង់ឈ្នះគេជាពិសេសមនុស្សប្រុសដែលមានសិនក្នុងការដឹកនាំនេះឯង អ្នកស្រីចំណងជើងក្រុមហ៊ុនសហ័យដេញសូម្បីថាតកែស្រីក៏ផ្ទុះខ្លាំងណាស់ដែរ អគ្គនាយកលូសាមែនមិនទុកមកឲ្យប្រពន្ធខ្លួនឯងអីទេ ឆាប់សិនមានតែខ្ញុំទេដែលដឹងពីចំហាយនៃរឿងរ៉ាវទាំងអស់នោះ ព័ត៌មានដែលថាកែស្រីសារភាពតែមិនតន់ជាមួយគ្នាទេរំលងមួយថ្ងៃមិនក៏បញ្ជាក់ថាសិវលមិនអញ្ចឹងឬមួយមានរឿងអីផ្សេងដែលពួកខ្ញុំមិនដឹង នេះគេហៅថាការប៉ិនប្រពន្ធខ្ញុំក៏ស្រឡាញ់ខ្ញុំដែរបន្តមកទៀតទឹកថាមិនបានទេបើចាំមានស្នេហាជាមួយគ្នាត្រូវដឹង បើ ចេញ មកវីដេអូសារឡើងវិញពេលថាកែស្រីសារភាពអគ្គនាយកលូពិតជាសប្បាយចិត្តហើយក៏ធ្វើជាប្រែទឹកមុខដេញគេចេញ ច្បាប់ហាមមិនឲ្យមានស្នេហាបានមកកប់ក្នុងកំណត់របស់ក្រុមហ៊ុនលូស៊ីហើយមែនទេ ពេលនោះខ្ញុំនៅនឹងកន្លែងអគ្គនាយកខាងក៏ដឹងចេញភ្លាមលេខខិតលាឈប់ត្រូវសរសេរឲ្យក្នុងពេល10នាទី អគ្គនាយកលូយ៉ាងម៉េចហ្នឹង មិនដឹងទេពួកយើងក៏មិនហ៊ានសួរដែរ ឬថាពួកគេស្នេហាសូម្បីតែតកែស្រីគេចេញដែរ បញ្ជាក់ថាកែស្រីទៅវាយអគ្គនាយកទៅ ក្រុមហ៊ុនពួកនេះប្រាប់ពីមិនឲ្យមានស្នេហានៅបណ្ដោយធ្វើទៀត មិនហាមលោកទេ រដ្ឋាភិបាលគឺមានពេលច្រើនបំផុតនិយាយជាមួយក្រុមការងារមិនឲ្យមានស្នេហាថ្ងៃក្រោយណាទៅហ៊ានដាក់ពាក្យធ្វើការ ការសម្រាប់ការធានារ៉ាប់រងគឺជាប្រតិបត្តិការមូលដ្ឋានរដ្ឋផ្នែកធ្វើការ6ម៉ោងជាងមានអាហារប្រាក់ខែធ្វើគុណមានប្រាក់ជំនួយថ្លៃធ្វើដំណើរមានប្រាក់រង្វាន់ប្រចាំឆ្នាំប្រចាំរដូវកាលសួរថារំភើបចិត្តឬអត់ច្បាស់ណា ក្រុ ស់ មហ៊ុនស្នេហារហូតមកប្រែទៅជាក្រុមហ៊ុនប្រប្រយោជន៍ឲ្យច្រើនយ៉ាងនេះដូចជាមិនទម្លាប់សោះ នេះជាក្រុមហ៊ុនក្តីសម័យរបស់ខ្ញុំសូមសួរថាត្រូវការបុគ្គលិកទៀត ខ្ញុំ អត់ សំខាន់ធំផ្ញើ CV ទៅដាក់ផងចាំជួយទៅដាក់នៅការិយាល័យឲ្យផងណា ឡណាក្នុងពេលកំពុងមានព័ត៌មានអាចឆ្លៀតផ្សព្វផ្សាយពីអាជីវកម្មរបស់យើងផងដែរមិនខាតទេអគ្គនាយកលូមកហើយ អគ្គនាយកខាងរឿងដែលនៅសេសសល់ទៅពិភាក្សាជាមួយជំនួយការទៅពីអ្នកបានខ្ញុំត្រូវហូបបាយជាមួយប្រពន្ធខ្ញុំ ហើយសួរនាងខ្សែភ្នែកមិនអត់មែនអគ្គនាយកពលលោកមិនក៏មិនសួរខ្ញុំថាហូបបាយហើយណាចិត្តអាក្រក់មែន ថ្ងៃនេះរបស់ណាមែនទេ ញ៉ាំសិនទៅ ទុកឲ្យខ្ញុំ យ៉ាងម៉េចទៅប៉ា រឿងនៅលើអ៊ីនធឺណិតតើវាយ៉ាងម៉េចវិញអាចឆាប់នាំសួរនាងមកផ្ទះវាភ្លាមឥឡូវនេះ ភ្លេចអត់ឈឹងច្បាប់ថាមិនឲ្យមានស្នេហាក្នុងការិយាល័យរបស់ក្រុមហ៊ុនគឺលោកម្ចាស់ជាអ្នកដាក់បញ្ជាបែបនេះទោះគេមិនបានល្មើសនឹងច្បាប់ដោយខ្លួនឯងប៉ុន្តែក៏ធ្វើជាអត្តពលមិនល្អដែរតែវិញច្បាស់ជាត្រូវគាត់ស្ដីឲ្យហើយមានស្នេហាជាមួយខ្ញុំធ្វើឲ្យលោកពិបាកហើយទឹកចិត្តចុះនៅជាមួយខ្ញុំថ្ងៃក្រោយមិនឲ្យលោកឈឺចាប់អ្វីបន្តិចនោះឡើយ អញ្ចឹងខ្ញុំស្ងប់ចិត្តនឹងឲ្យនាងចិញ្ចឹមហើយអ្នកស្រី លោកពិតជាមានដងក្នុងការធ្វើប្រោឲ្យគេចិញ្ចឹមមែននោះតើតែ មិនប្រញាប់ទេញ៉ាំបាយសិនទៅ កូនប្រុសខ្ញុំការពារនាង គាត់តែអញ្ចឹងហើយខ្ញុំជាប្រពន្ធគាត់ ខ្ញុំថានាងមិនសមនឹងគេទេ លោកចង់បានន័យថាម៉េច ចេញពីកូនប្រុសខ្ញុំគេត្រូវការជំនួយការមិនមែនប្រពន្ធដែលបង្កបញ្ហាឲ្យគេទេ លោកសម្រាប់ចិត្តឲ្យគេមិនបានទេ អ្នកនាងស៊ូអ្នកនាងលើកដំណើរខ្លួនឯងពេកហើយខ្ញុំមានច្រើនវិធីណាស់ដែលធ្វើឲ្យនាងរលាយបាត់គ្មានសល់សំឡេងថែមទាំងសម័យកូនប្រុសខ្ញុំក៏គេមិនអាចដឹងបានដែរមនុស្សស្រីដូចជានាងខ្ញុំជួបច្រើនហើយឆើស៊ីត្រង់ពេកមើលនាងមិនធ្លុះមិនដឹងពីមុខមាត់ពិតរបស់នាងថានាងជាមនុស្សលុបលុនប៉ុណ្ណា និយាយការប៉តែខ្ញុំមិនចង់ធ្វើជាចំនួនរវាងលោកនិងឈើស៊ីទេមិនអញ្ចឹងដោះស្រាយតែម្ដងឲ្យវាចាប់ទៅ និយាយមកមើល ខ្ញុំឲ្យ5លានខ្ញុំនឹងចាក់ចេញពីលោកឈើស៊ីបើគេដឹងថាខ្ញុំយកលោកចេញពីគេតែគេនៅតែមករកខ្ញុំទៀតហើយសូម្បីតែលោកក៏មិនអាចខាត់គេមិនឲ្យតាមរកខ្ញុំបានអញ្ចឹងវាអាចបញ្ជាក់ថាកំណត់របស់លោកគឺមិនសំខាន់នោះទេ យ៉ាងច្រើនកន្លះឆ្នាំកូនប្រុសរបស់ខ្ញុំគេច្បាស់ជាភ្លេចនាងជាមិនខាន ចាំតែមើលទៅ 5លានមើលទៅអ្នកនាងស៊ូជឿជាក់ណាស់ ព្រោះខ្ញុំយកវាទៅប្រើមិនបាន ចូលមក លោកចាស់ ត្រូវបញ្ហាឲ្យឆើស៊ីគុំគេកន្លះឆ្នាំ បាទ
អាគេនេះលោកមន្តទីក្រមតែទាំងអស់ត្រូវមកប្រមូលមកហើយការវាយប្រហាររបស់ពួកហែកឃើអរិយាពេលមួយខែទីបំផុតពួកយើងអាចរកទីតាំងពួកគេឃើញហើយពាក់ព័ន្ធជាមួយនឹងលោកម្ចាស់ ចុះមកខ្ញុំ មករបស់លោកនិងលោកម្ចាស់ទៅវិស្មករនៅបរទេសមើលទៅគាត់មិនដឹងរឿងនេះទេ ប្រពន្ធខ្ញុំនោះ អរគឺអ្នកស្រីបានយក5លានហើយទៅក្រុមហ៊ុនហោះសឹង ស៊ុននីងនាងធ្វើស្អីហ្នឹងខ្ញុំដឹង ស៊ូនីងអញដេកផ្ទះខ្ញុំមួយខែជាងហើយអញចង់ស្លាប់នៅលើក្រែមមែនទេ ហើយខ្ញុំរកការងារបានហើយថ្ងៃនេះខ្ញុំនឹងទៅធ្វើការ ឥឡូវនេះម៉ោង9ហើយ ម៉ោង9ហើយអើយចាប់ហើយខ្ញុំជិតពេលហើយហើយចាប់ហើយមកធ្វើការថ្ងៃទី1ក៏ជិតពេលមកជិតហើយទីនេះឆាប់ទៅមិនកំទៅ នាងចង់ស្លាប់មែនទេនេះជាចដៅយន្តសម្រាប់អគ្គនាយកទេ សំទៅផង នាយកមកហើយ គឺគេលោកមិនក៏លោកមិនក៏លោកនៅទីនេះលោកជាអគ្គនាយកក្រុមហ៊ុនហោះសឹង គឺក្រុមហ៊ុននេះដែលធ្វើឲ្យនាងបោះបង់ខ្ញុំចោល លោកឈឺស៊ីគេ កុំសប្បាយច្រើនខ្ញុំមកមិនដោយសារតែនាងទេក្រុមហ៊ុនលើស៊ឺពង្រីកអាជីវកម្មនៅលីសឹងដូច្នេះត្រូវទិញក្រុមហ៊ុននេះជាបទសម្ព័ន្ធ គេជាអគ្គនាយកអញ្ចឹងខ្ញុំនៅធ្វើការបានទៀតឬក៏អត់ អេស្រីម្នាក់មិញនេះមានតំណែងអីជាមួយអគ្គនាយកថ្មី មិនមែនទេដឹងទៅបដូរបានអគ្គនាយកសង្ហាគេក៏មានសង្សារបា ស ន ង្ហាដល់ថ្នាក់នេះនៅមានលុយច្រើនទៀតពិតជាមិនដល់វេនពួកយើងមែន សួស្ដីខ្ញុំមកដាក់ពាក្យសម្ភារ នាងនៅក្មេងកុំពឹងលើសម្រស់ដល់តាក់តងគេក្នុងក្រុមហ៊ុនមិនមែនជាកន្លែងនាងអួតសម្រស់ទេ នាងធ្លាប់ស្គាល់ខ្ញុំមែន ខ្ញុំមិនអាចស្គាល់នាងទេ ចាំមិនក៏នាងដឹងថាខ្ញុំតាក់ទិញគេ មនុស្សទាំងអស់នៅក្នុងអគារសុទ្ធតែដឹងតាក់ទាញថាកែទាំងប្រព្រលឹមនៅជាចណ្ដាលយន្តផ្ទាល់ខ្លួនរបស់អគ្គនាយកទៀតជាមនុស្សស្រីដូចគ្នានាងកុំស្មានថាគេមិនដឹងល្បែរបស់នាងខ្ញុំមើលមិនដឹងនោះ នៅព្រឹកនេះគឺអគ្គនាយកទិញខ្ញុំចូលចន្ទាយន្តបើថាតាក់ទិញអញ្ចឹងគាត់ជាអ្នកតាក់ទិញខ្ញុំមិនទេនាងអាចនិយាយពាក្យសម្ដីរបស់នាងមិននេះទៅប្រាប់គាត់បានក្រុមហ៊ុនមិនមែនជាកន្លែងអគ្គនាយកមញ្ញាបុគ្គលិកស្រីនោះទេ នាងរករឿងដាក់ខ្លួនអញទេម្នាក់នេះគឺជាសហការថ្មីឈ្មោះស៊ូនីងក្នុងដៃពលលោកមានការងារនឿយហត់ការងារកខ្វក់ការងារធ្ងន់អីប្រកបតែឲ្យនាងឲ្យអស់ទៅនាងជាមនុស្សមានសមត្ថភាពអ្នកមានទេពកោសល្យបែបនេះមិនអាចមើលរំលងបានទេបានហើយចាប់ផ្ដើមធ្វើការទៅបើនាងធ្វើឲ្យគ្រប់គ្នាមិនពេញចិត្តទេនាងនឹងត្រូវដេញចេញក្នុងអំឡុងពេលវឹកខាត់ក្នុងពេល3ខែត្រូវដេញចេញក្រុងលីមសឹងទាំងមូលគ្មានកន្លែងក្រុមហ៊ុនណាយកនាងទៀតទេ ពូកែសម្ដីណា បុគ្គលិកថ្មីកាហ្វេមួយកែវមក បានណែមានរឿងអីហ្នឹង ស្រីម្នាក់នេះប៉ះពាល់បង្ឈៀវហើយ នាង តែខ្លួនអី កាហ្វេរបស់នាង យកឯកសារនេះទៅកូពីមួយច្បាប់នៅជាន់ក្រោមទៅ បានគ្មានបញ្ហាបុគ្គលិកថ្មីកាហ្វេមកកែមកដាក់ទឹកដោះគោមកដាក់ស្ករទេគ្មានបញ្ហាកាហ្វេរបស់នាងថែមទឹកដោះគោថែមស្ករយកអានេះអស់ផ្នែកហិរញ្ញវត្ថុបោះត្រាទៅហើយចាំយកទៅឲ្យនាយកផ្នែកសញ្ញេបាន បុគ្គលិកថ្មីកាហ្វេខ្ញុំនោះហើយឯកសារខ្ញុំវិញនោះ នេះគឺជាឯកសារខ្ញុំក៏ពីរួចអស់ហើយកាហ្វេចិត្តបានហើយ នាងនៅយឺតយ៉ាវស្អី មែននឹងហើយជឿស៊ី អគ្គនាយកលោកនាងជាអ្នកហាត់ការថ្មីទៅតែមកធ្វើការឆ្លងខ្ញុំនឹងដេញនាងចេញ គឺនាងជាអ្នកតាក់ជើងខ្ញុំ ពួកនាងមានអ្នកណាឃើញទេខ្ញុំមិនបានឃើញទេ ខ្ញុំក៏មិនបានឃើញដែរ ខ្ញុំក៏មិនបានឃើញដែរមានអ្នកណាឃើញទេ ខ្ញុំបានឃើញនេះគ្មានអីចង់និយាយទេ ចាំបើកស្អាតសមលោកវិញ មកនេះ ខ្ញុំពុំមាននាងអគ្គនាយកលោកមានប្រពន្ធហើយនាងតាក់ទាញគាត់ដាក់បាត់ចំហបែបនេះមិនខ្លាចប្រពន្ធគេដឹងទេ ដឹងគេមានប្រពន្ធហើយមិននៅចង់ធ្វើស្រីអីគេទៀត នាងនិយាយផ្ដាស់ស្អី អគ្គនាយកលោកថ្ងៃនេះខ្ញុំមានអារម្មណ៍ឯកាយប់នេះតែមានពេលទេ មិនក៏នាងដឹងអ្នកណាប្រាប់នាង នាងទាយទេពូកាដល់ហើយតែមកផ្លែសោះរកខ្ញុំឃើញ ខ្ញុំសាកសពនៅលុយតែ5លាននោះទេបោះសន្ទុយអ្វីស្ទុយត្រីឲ្យបាននាងយល់ទេនាងស្ទុយខ្ញុំបានមានលុយច្រើនជាងហ្នឹង អញ្ចឹងថ្ងៃនេះឲ្យខ្ញុំ5លានប្រហែលដងទៀតមក
រៀនត្រូវបានវាចុះក្នុងកង់ ฮ่าក៏រង្វាន់អគ្គនាយកប៉ាលោកឲ្យខ្ញុំ5លានខ្ញុំមិនបានយកទេ ខ្ញុំដឹង ជឿជាក់ខ្ញុំណាស់ណោះ នាងមិនល្ងងដល់ថ្នាក់ហ្នឹងទេ ឆាយទូរស័ព្ទភ្លាម អគ្គនាយកលូថ្ងៃនេះខ្ញុំមានអារម្មណ៍ថាអាកាន់ណាយប់នេះលោកមានពេលទេ កុំលុបអីអគ្គនាយកយប់នេះខ្ញុំអាចការដែរកុំដកខ្ញុំបាត់ឬអត់ បាន បងជាឈៀវបងណាកាន់តែស្អាតហើយបងជាឈៀវខ្ញុំលើថាអគ្គនាយកលូលើកនេះមកលៀនសឹងគឺមកតាមប្រពន្ធរបស់គាត់រត់ចេញពីផ្ទះហើយបងទៅមកដល់ទីនេះបានមួយខែបងមិនមែនជាអ្នកស្រីលូនោះទេដឹងបងមិនមែនជាអ្នកស្រីលូនោះទេដឹង ប្រាអើយអីពួកយើងអាចធ្វើជាមួយរួមការងារជាមួយអ្នកស្រីអគ្គនាយកហើយចាបងជាឈីវបងស្អាតណាស់ខ្ញុំប្រាប់បងថ្ងៃទី1ខ្ញុំមកធ្វើការក្នុងក្រុមហ៊ុនមើលតែបងដូចមានអំណាចណាស់មិនដូចគ្នាសោះ ខ្ញុំមានល្អបែបនេះណាទៅ ហើយយ៉ាបងកុំស្អកធ្វើមអីមើលទៅពួកយើងគួរកែពាក្យសម្ដីហើយ សួស្ដីអ្នកស្រីអគ្គនាយក នាយកសូលីនថ្ងៃក្រោយនេះនៅឆ្ងាយពីអគ្គនាយកលោកយើងបន្តិចទៅហេតុអីព្រោះអីបងជាយើងជាលោកស្រីអគ្គនាយកមិនដឹងទេដូច្នេះនាងកុំទៅធ្វើជាស្រីអគ្គអីមិនក៏ខ្ញុំមិនដឹងថានាងជាអ្នកស្រីអគ្គនាយកឬរបស់អគ្គនាយកនឹងប្រពន្ធរបស់គាត់ចាំបាច់ត្រូវប្រាប់បុគ្គលិកតូចតាចដូចជានាងដែរទេអ្នកខ្លាំងត្រូវថាការជួយម្ដងស្មានតែខ្លួនឯងនៅលើគេលើឯងទៅហើយខ្លាចតែមិនដឹងមុខមាត់ខ្លួនយ៉ាងម៉េចផងខ្ញុំ1.48 គីឡូអរគុណដែលព្រួយបារម្ភ ស៊ូនីខ្ញុំដឹងនាងមានបំណងលើអគ្គនាយកលូមករហូតប៉ុន្តែនាងមិនសមនឹងគាត់ទេខ្ញុំមួយរយៈនេះគ្រាន់តែមានចំនួនជាមួយនឹងគាត់តែទួញចេញមកដើរលេងតែប៉ុណ្ណោះស្មានមិនដល់គាត់ទៅតាមខ្ញុំមក បងជាឈៀវអគ្គនាយកលោកល្អដាក់បងខ្លាំងណាស់លោកឈឺស៊ីដឹងថានាងឆ្លុះបង្វេងនឹងគេបែបនេះទេនាងជាស្អីបានជាមិនហ៊ានហៅគេត្រង់បែបនេះ ខ្ញុំថាទៅណានាងចង់ឡើងឋានៈដល់ឈួតហើយ ណែណាចាំបានឋានៈគូទៅដឹងហើយគ្មានពេលលេងជាមួយពួកនាងទេមើលឃើញទេចិញ្ចៀននេះគឺអគ្គនាយកលោកជាអ្នកឆ្នៃម៉ូដឲ្យទៅប្រពន្ធរបស់គាត់ដោយផ្ទាល់កាលនោះក្នុងពិភពលោកមានតែមួយវងនឹងទេឥឡូវនេះមានអីចង់និយាយទៀតបានឃើញតើនឹងភ្នែកហើយមានរបស់ចម្លងទៀតជំនាញមែនហ៎ប្រឌិតលេងចាញ់ឲ្យមែនទេគឺនាងចំណានគេទៅនិយាយចេញមកបែបនេះចាំជាអាក្រក់មែនចាំមើលបងជាឈៀវទៅប្រាប់អគ្គនាយកឲ្យដឹងនាងចេញបានខ្ញុំនឹងចាំមើលហើយបងជាឈៀវពួកយើងទៅរកអគ្គនាយកលោកឥឡូវនេះទេមនុស្សមានកំណត់វិបែបនេះមិនសមនៅក្នុងក្រុមហ៊ុនតទៅទៀតទេកំណត់ល្អណាស់តែរកឥឡូវនេះតែម្ដងទេ រឿងនោះមិនដឹងសិនចុះឈើស៊ីកំពុងរវល់មិននៅទេ ហើយយ៉ាបងជាឈៀវបងចេះតែបែបនេះទៅឲ្យអ្នកហាត់ការដូចជានាងចង់លើក្បាលបានឈើស៊ីកំពុងនៅក្នុងការិយាល័យនាងក៏ហក់មិនរអៀលចិត្តអីបន្តិចទេ ខ្ញុំជាកូនប្រសាទដែលជ្រើសដាក់គ្រូសាលូ គ្រូសាលុយម្នាក់ណាដែរទេ ឪពុករបស់អគ្គនាយកលូ លោកម្ចាស់ម្នាក់នេះមិននៅរងាប់ចិត្តមែនឆ្លៀតបញ្ជូនសត្រូវស្នេហាឲ្យខ្ញុំម្នាក់ទៀតស្ដាយដល់ខ្ញុំមិនមែនល្ងងមិនឆាប់អោគុណអ្នកស្រីដែលខំចិត្តទៅលេខដាក់នាងទៀតពួកនាងជឿជាក់ថាគេជាអ្នកស្រីអគ្គនាយកយ៉ាងនេះដោយសារតែចិញ្ចៀនហ្នឹងឯងចៃដន្យហើយខ្ញុំក៏មានមួយវងដែរដោយទេខ្ញុំក៏មានមួយវងដែរដោយទេហ៎ អេមើលតែដូចជារបស់ប៉ិតមែនហ្នឹងខ្ញុំលើថាចិញ្ចៀនដៃអគ្គនាយកលូឆ្នៃនៅខាងក្នុងមានអក្សរ L មិនអាចទេកុំស្មានថាមានអក្សរ L ហើយអាចភ្ជាប់ទំនាក់ទំនងជាមួយអគ្គនាយកកុំយករបស់ខ្លាំងៗមកបន្លប់ឲ្យគេជឿចិញ្ចៀននៅលើដៃបង្គាដោះចេញមកក៏មានដែរបងជាឈៀវនៅឈរធ្វើអីទៀតឆាប់ដោះចេញមកបញ្ជាក់ឲ្យនាងដឹងទៅថាអ្នកណាជាប្រពន្ធលោកអគ្គនាយក មែនហ្នឹង មិនក៏គ្មានអញ្ចឹង វាក៏អាចថាទៅរួចដែរអាចថាខ្ញុំចាំខុសបាននិយាយទៀតទៅក្រុមហ៊ុនមិនដែលបញ្ចេញព័ត៌មានបែបហ្នឹងផងគ្រាន់តែជាពាក្យចចាមអារាមគេនិយាយក្នុងអ៊ីនធឺណិតតែប៉ុណ្ណោះ ត្រូវហើយនាងរត់តែបញ្ជាក់ថាចិញ្ចៀនរបស់ស៊ូនីងគឺជារបស់ខ្លាំងខ្លាយនាងមិនដឹងទេចិញ្ចៀនពិតប្រាកដគ្មានអក្សរ L ដូច្នេះនាងខំប្រឌិតបន្លំធ្វើជាប្រពន្ធអគ្គនាយកស្មានមកដល់ត្រូវបងជាឈៀវពួកយើងទម្លាយបាន ត្រូវហើយស៊ូនីងនាងចាំជាថនធំពីក្មេកមែនសំណាងនៅពេលនេះមានខ្ញុំនៅទីនេះមិនអញ្ចឹងត្រូវនាងបោកប្រាស់បានហើយ ពួកនាងពិតជានិយាយច្រើនមែនទំនេរបែកទេដឹងត្រូវគេបកអាក្រាតក៏ចង់រត់គេចគ្មានផ្លូវទេឆាប់តែជួបជាមួយអគ្គនាយកលូជាមួយនឹងពួកយើងឥឡូវនេះទៅគាត់ស្អប់បំផុតអ្នកណានិយាយកុហកជឿនបោកប្រាស់ដូចជានាងមិនសមនៅក្នុងក្រុមហ៊ុនពួកយើងទេបងជាឈៀវពួកយើងដេញនាងចាញ់ទៅ ណាស់ហើយចុះរឿងនោះប៉ុណ្ណឹងបានហើយខ្ញុំមិនចង់នាំរឿងដាក់ឈើស៊ីទេ ហើយយ៉ាបងជាឈៀវបងកាន់តែចិត្តល្អនាងកាន់តែប្រហើនរឿងនេះទុកឲ្យខ្ញុំចាត់ការចោះបងមិនបែររវល់ទេ
ឈប់សិនចាស៊ីកំពុងរវល់ចាំតិចទៀតខ្ញុំប្រាប់គេខ្លួនឯង ចង់និយាយប្រាប់ខ្ញុំមែនទេ អគ្គនាយកលូស៊ូនីងស្រីម្នាក់នេះក៏ហក់ពេញមាត់មិននេះថាខ្លួនឯងជាប្រពន្ធលោកទៀតមនុស្សបែបនេះគួរតែដេញចេញពីក្រុមហ៊ុន ត្រូវហើយ ពួកយើងសត្វតែបានលឺនាងនិយាយចេញមកដល់ផ្ទាល់មាត់ពួកយើងសត្វតែជាសាក់សីក្រុមហ៊ុនពួកយើងមានសុជីវធម៌ណាបើលោកមិនដេញនាងចេញទេខ្លាចតែត្រូវអាម៉ាស់មកបាត់ទៅហើយ មិនក៏នាងដឹងថាគេនិយាយកុហក ខ្ញុំហ៊ានយកការងារខ្ញុំមកទីនេះគឺនាងជាអ្នកនិយាយមែននាងថាជាប្រពន្ធអគ្គនាយកសំដីបែបនេះពួកយើងមិនជឿនោះទេ ឡងណាការងាររបស់នាងចាប់ប៉ុណ្ណឹងចុះ អឺ ទៅផ្នែកហិរញ្ញវត្ថុដកប្រាក់ចុងក្រោយទៅ ខ្ញុំ សួស្តីអ្នកស្រីកណ្ដាលសួស្តីអ្នកស្រីកណ្ដាល ហើយបងជាឈៀវក្រែងបងថាបងទៅជាប្រពន្ធអគ្គនាយកមែនទេបងនិយាយអីទៅ នៅណាឲ្យសិននាង គឺយើង អបប្រអបប្រអបប្រយកប្រំថាខ្ញុំរៀបការចូលគ្រួសារលោក អត់ចេះទៅអត់ប្រយោជន៍មែនអត់នេះតែប្រកបមិនចេះដែរ រឿងមួយលងគ្មានបំណងឲ្យខ្ញុំរៀបការចូលគ្រួសារលោកទេ មើលខ្លួនឯងថាជាស្អីផងទៅមិនស្មើនឹងគេផងនៅចង់ធ្វើជាកំសាររបស់យើងទៀតយកចេះទៅ ចាប់ហើយនៅសល់តែខ្ញុំហើយ ខ្ញុំប្រាប់ប៉ារួចទៅហើយកុំលូកដៃរឿងរបស់ខ្ញុំបើមានលើកក្រោយទៀតមិនងាយស្រួលមកដល់ទេ អញអាកូនចង្រៃយើងនៅបញ្ហាឲ្យឯងតិចតួចឯងចង់ដុតផ្ទះរបស់យើងចោលតែមិនដែរទេនោះឯងចង់ឲ្យតាចាស់ដូចជានេះទៅនឹងឯណាទៅហ៎ នេះគ្រាន់តែជាការព្រមានមួយទេ អាកតញ្ញូយើងប្រាប់ឯងប្រពន្ធរបស់ឯងនេះយើងមិនព្រមទេឲ្យតែយើងមិនទាន់ស្រាប់នេះមិនអាចចូលផ្ទះយើងសូម្បីតែមួយជំហាន ម្នាក់តកូនលូនៅជាស្អីហ្នឹង មិនក៏មកពីកម្មទេវិញហើយ បើខ្ញុំមិនមកវិញប្រហែលជាមិនដឹងទេថាបងធ្វើរឿងផ្លេសផ្លាស់បែបនេះកូនប្រុសនឹងនីងគ្រាន់តែមានស្នេហាសោះពួកគេទៅលុតទៅត្រំនៅភ្នំរបស់បងឬមួយក៏ពួកគេផឹកស្រានៅក្នុងមជ្ឈបងទៅ និយាយពេលដែលនិយាយចេញមកកាត់ដៃម៉ែក្មេកកាត់យ៉ាងនេះផង ពួកយើងមិនបាច់រវល់នឹងតាចាស់នឹងទេតោះខ្ញុំនាំពួកអញចេញពីផ្ទះខ្ញុំនឹងចាំមើលថាតាចាស់នេះព្រមចោះចាញ់ឬអត់ ណែមកធ្វើបាននេះក៏ដើម្បីគ្រួសារយើងដែរមកស្ដាប់តាបងកន្លះជីវិតទៅហើយរឿងមួយនេះត្រូវស្ដាប់តាបង មិនចាប់បាច់រវល់នឹងគេទេចាស់ទៅអសមត្ថភាពក្នុងការគិតចាំតែគ្មានគូក្បាលមែនពួកយើងទៅយើង ហើយយ៉ារឿងនេះយើងនិយាយគ្នាតាមសម្រួលទៅនិយាយមកចុះអូឯងចង់យ៉ាងម៉េចលួចនៅជាមួយគ្នាតាំងពីពួកឯងនៅធ្វើការមែនទេ លួចនៅជាមួយគ្នាហ៎ បើខ្ញុំមិនបាននៅជាមួយប្រពន្ធខ្ញុំឲ្យខ្ញុំនៅជាមួយប៉ាមែនទេ កុំនិយាយបែបនេះ អូនទ្រាំបានបងទ្រាំមិនបានទេ បើមិនមែនមកលើកចំណាយកូនប្រុសទីស្មានតែខ្ញុំចង់នៅជាមួយបងហ៎ហត់ក្លិនតាចាស់របស់បងនឹងថ្ងៃនេះពួកយើង3នាក់រើចេញទៅនៅក្រៅ ណែរឿងស្អីទៅខាងខាងមានស្អីល្អ នៅខាងក្រៅមានស្អីមិនល្អខ្ញុំថាកន្លែងណាក៏ល្អដែរឲ្យតែគ្មានបងគឺល្អបំផុតហើយ បងគ្រាន់តែខឹងហើយសាររបស់ពួកគេបន្តិចប៉ុណ្ណោះអូនចាំបាច់ខឹងដល់ថ្នាក់នេះដែរ មិនមែនបងអ្នកបង្កើតច្បាស់ជាមិនបារម្ភហើយកូនប្រុសដ៏ល្អដែលខ្ញុំខំប្រឹងចិញ្ចឹមបីបាញ់ត្រូវបងរករឿងឲ្យលែងយ៉ាក់គ្នាមិនងាយទេរកបានកូនប្រសាល្អម្នាក់បងនៅស្អប់ កូន ធ្វើ សា ស្អី ឡោ ឲ្យខ្ញុំនៅផ្ទះនេះមានន័យស្អីទៀតទៅ ពួកគាត់ធ្វើបែបនេះយើងគួរធ្វើចាំមិនទៅ មិនទេពួកគេទៅពីមុនធ្លាប់ឆ្លោះគ្នាឆ្លោះក៏ឈប់ឆ្លោះជាមួយគេទេចាំបងនាំទៅសម្រាប់ខាងលើ ពួកគាត់កំពុងឆ្លោះគ្នានឹង ឲ្យពួកគាត់ឆ្លោះគ្នាចុះ មិនទៅទេ បងគ្រាន់តែចង់យកពីស្ថានភាពតែប៉ុណ្ណោះបងមិនទាន់មកធ្វើអីផងផ្ទុយទៅវិញអាស្មួយនេះវាចង់ដុតផ្ទះរបស់យើងចោលអូនមិនមកពីបងថាត្រូវគេដុតចោលឬក៏អត់ទេ ណែមនុស្សល្អឯណាគ្រាន់តែចង់ដឹងពីស្ថានភាពហើយប្រើប្រាស់ផែនការនោះសូម្បីតែល្បិចស្រីស្អាតក៏យកប្រើដែរ កុំកំរើក បងគ្មានមាត់ទេមានមាត់មិនប្រើបរិច្ចាគឲ្យអ្នកដទៃត្រូវការទៅរឿងសម្អុយដែលបងធ្វើនោះបើរករបួសគឺសមមុខហើយកូនប្រុសដុតតែសួនរបស់បងទេបើខ្ញុំវិញណាខ្ញុំដុតក្រែបងបាត់ទៅហើយ អូនមើលគេចោះមានស្នេហាសោះក៏មកកប់ជួបភ្លៀងមកកវឹកវរមកផ្លាយរូបភាពរបស់ក្រុមហ៊ុនទៅហើយក្នុងនេះបងជាឪពុកជាថ្នាក់លើរបស់ក្រុមហ៊ុនតើបងមិនគុំរវល់ទេ ហើយចាខ្ញុំថាភ្នែកបងមកគូននេះប្រើការមិនបានទេយកបរិច្ចាគជាមួយគ្នាតែម្ដងទៅបើបងមិនបានឃើញនៅលើអ៊ីនធឺណិតឥឡូវនេះសុទ្ធតែកំពុងបញ្ចេញមតិលក្ខខណ្ឌក្នុងការរើបុគ្គលិករបស់ក្រុមហ៊ុនទេគេសុទ្ធតែចង់មកធ្វើការនៅក្នុងក្រុមហ៊ុនយើងគ្រប់គ្នាបងថាទៅប៉ះពាល់ទៅដល់ក្រុមហ៊ុនដែរទេបើថាទៅណាកូនប្រសាយើងមិនងាយទេតែប្រមូលពីក្លាហានសា បងនិយាយអស់ហើយ បើជាដោយសារច្បាប់បងស្អីគេនឹងបងនេះច្បាប់ហាមមិនឲ្យមានស្នេហាត្រូវដេញចេញបាត់កូនប្រសានាងរងទុកឲ្យនៅរើសយកកូនប្រុសយើងទៀតបងមិនពេញចិត្តនៅរអ៊ូស្អីទៀតអេអញ្ចឹងបងប្រាប់ខ្ញុំមកពួកគេទាំងពីរស្មើនឹងច្បាប់មួយណាទេ ខ្ញុំ ម្ដាយក្មេកចាំចំអត់ខ្លាំងមែនលើកមិនគ្នាមកគឺដោយសារចង់ផ្ដល់រូបភាពជាម្ដាយក្មេកកិនផ្លន់មួយឲ្យកូនប្រសាដូចខ្ញុំនៅឃើញទេ មកខ្លាចអ្នកសារព័ត៌មានពួកគេយកទៅនិយាយនឹងណា ខ្ញុំថាបងណាខ្វល់ជ្រុលពេកហើយបើដឹងចឹងឲ្យបងទៅលេងជាមួយធូកាយហើយកុំឲ្យនៅផ្ទះទៅភ្នែកខ្ញុំ អូនមិនទៅជាមួយនឹងបងផងអូនមិនទៅបងមិនទៅទេ ខ្ញុំមិនទៅទេខ្ញុំចង់ឲ្យពួកគេទាំងពីរបង្កើតចៅប្រុសឲ្យខ្ញុំនៅផ្ទះហើយចាំមើលចៅ ខ្ញុំគ្មានផ្ទៃពោះទេ
សុទ្ធតែមកពីបងដោយសារបងឲ្យពួកគេនៅបែកគ្នាមួយខែមិនចឹងពួកគេមានកូនយូរហើយក ុំខឹងអីកុំខឹងអី ធ្វើយ៉ាងម៉េចទៅ មិនទេពួកគេនៅក្មេងគង់តែមានទេកូនប្រុសហ่ะខំប្រឹងឡើង ក្នុងពេល2ឆ្នាំប្រពន្ធខ្ញុំក៏ចង់បង្កើនខ្ញុំនឹងធ្វើឲ្យនាងបង្កើនបើនាងមិនចង់ខ្ញុំក៏មិនបង្ខំ អូនស្ដាប់មើលទៅវានិយាយអីវានេះ សុទ្ធតែមកពីបង បងពួកគេមិនបង្កើតកូនក៏មិនទោបងដែរ បើមិនដោយសារបងបាច់ពួកគេមកដល់ពេលនេះស្មានថាគ្មានកូនមែនទេខ្ញុំប្រាប់បងបើខ្ញុំគ្មានចៅទេខ្ញុំមិនលើកលែងអត់បងទេ អូនមានហេតុផលខ្លះបានដែរទេនេះ បងថាខ្ញុំគ្មានហេតុផលហ៎តាកាចាស់បងថ្ងៃនេះខ្ញុំមិនចង់លេងជាមួយបងទេ បងមិនហ៊ានទេ បើដឹងល្អហើយ តែពួកគាត់បែកគ្នាទៅ មិនអាចទេតាំងពីបងទៅរហូតដល់ធំតែទៅបែបនេះ3ថ្ងៃឆ្លោះគ្នាម្ដង5ថ្ងៃឆ្លោះគ្នាខ្លាំង អ្នកមីងពីមុនបែបនេះដែរពេលខ្ញុំជួបគាត់គឺ ធ្វើពុតទេគឺចង់ឲ្យបានឃើញរូបភាពល្អរបស់គាត់ហ្នឹងណាសុទ្ធតែធ្វើពុតទេ មិនចឹងទេបានពោចៅតាំងជូនណាស់មកហើយ សូមគោរពជំរាបសួរទៅដល់ប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីជាមួយនឹងសាច់រឿងទេពគ្មានព្រំដែនសាច់រឿងនេះភាគនេះក៏បានចាប់ផ្ដើមឡើងត្រង់កន្លែងស៊ីយួនគាត់គឺបានដើរក្រឡាអុកប្រកួតជាមួយនឹងអធិរាជធានឌូដែលការប្រកួតក្រឡាអុកមួយនេះគឺជាការប្រកួតនៃវិញ្ញាណក្បាច់គុណតែម្ដងដល់ពេលនោះពួកគេគឺបានប៉ះទង្គិចគ្នាពីក្រឡាអុកមួយទៅក្រឡាអុកមួយដើរមួយនោះក៏ត្រូវបានបាក់បែកខណៈពេលនោះអធិរាជធានឌូគឺបានដើរក្រឡាអុកមួយគ្របទៀតដើម្បីជន់សង្កត់តែកាន់ស៊ីយួនដល់ពេលនោះស៊ីយួននៅក្នុងសមុទ្រចិត្តរបស់គាត់នឹងគឺបានហោះនៃគ្រាប់អុក3គឺបានមកដើរគាត់គឺបានឈរនៅលើក្រឡាអុកដល់ពេញទីតែម្ដងហើយការប្រកួតក្រឡាអុកមួយនេះគាត់គឺមិនដែលនឹងលេងក្រឡាអុកនោះទេជាមួយនឹងព្រឹទ្ធាចារ្យដែលគឺជាអធិរាជធានឌូគូគាត់គឺស្ទាត់ជំនាញជាមួយនឹងកម្លាំងថាមពលរាប់ពាន់ឆ្នាំទៅហើយប៉ុន្តែយ៉ាងណាមិញជាមួយនឹងស៊ីយួនគឺមិនមានភាពភ័យខ្លាចនោះទេគឺជាខ្លាំងហើយនឹងក្លាហានមែនទែនគឺបានបញ្ចេញនៃដាវរបស់គាត់នោះផងដែរគឺជាដាវបង្កើតដែលបង្កើតបានពីស្នូលមាសក្រឡាអុកស៊ីយួនដែលបានដើរនេះបង្កើតទៅជាដាវដ៏ធំមួយដែលបានជន់សង្កត់មកកាន់ព្រឹទ្ធាចារ្យធ្វើឲ្យគាត់គឺបាននិយាយថាល្អខ្លាំងណាស់ប៉ុន្តែឯងគឺមិនមែនជាដៃគូជាមួយនឹងយើងនោះទេធ្វើឲ្យពេលនោះគាត់គឺបានដើរនៅក្រឡាអុកថ្មីដែលនោះផងដែរគឺជាម្រាមដៃដ៏ធំជាមួយនឹងរូបរបស់គាត់ជន់សង្កត់ផាំងធ្វើឲ្យស៊ីយួនគឺបានភ្ញាក់មកផ្នែកខាងក្រៅវិញធ្វើឲ្យគាត់ក៏បាននិយាយថាលោកគ្រូតើមានរឿងអ្វីកើតឡើងទៅធ្វើឲ្យពេលនោះអធិរាជធានឌូគេក៏បាននិយាយថាអលិតឯងពេលនេះគឺមិនមែនជាដៃគូជាមួយនឹងយើងនៅឡើយនោះទេធ្វើឲ្យពេលនោះស៊ីយួនគឺបានសើចគ្រូស៊ីយួនគាត់គឺបានប្រាប់ទៅកាន់ស៊ីយួនថាមិនចាំបាច់ចូលរួមប្រកួតជាមួយនឹងគេនោះទេនៅក្នុងសង្វៀនអធិរាជដែនដីប៉ុន្តែស៊ីយួនគឺបាននិយាយថាមិនធ្វើនោះទេការប្រកួតលើកទី2គាត់គឺត្រូវតែយកឈ្នះឲ្យបានដែលនេះផងដែរគឺមិនមែនជាការប្រកួតពលឹងនោះទេគឺជាការប្រកួតវិញ្ញាណក្បាច់គុណតែម្ដងដោយចំហាយតាមពួកអ្នកទាំងពីរគឺពិតជាមិនអន់ឡៃងាកមកមើលសង្វៀនដែនដីមួយនេះអ្នកទាំងអស់គ្នាពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនធ្វើឲ្យពេលនោះវ៉ូឈីក៏បាននិយាយថាខ្ញុំក៏ចង់ចូលរួមប្រកួតនៅក្នុងសង្វៀនដែនដីនោះដែរធ្វើឲ្យកញ្ញាស៊ីយ៉ាពិតជាកពុលមកខ្លាំងមែនទែនដែលស៊ីយួនពេលនេះក៏ចូលរួមក្នុងការប្រកួតគាត់ចង់ខាត់គឺខាត់មិនបានឡើយភ្លាមផ្ទៃមេឃក៏បានបំរែរួចជាមួយនឹងចំហាយតាមពួកដ៏សន្ធោសន្ធៅមនុស្សម្នាក់នោះក៏បានលេចរូបរាងឡើងមកអ្នកទាំងអស់គ្នាពិតជាបានមើលទៅកាន់ពួកគេប៉ុន្តែពេលនោះព្រះអង្គម្ចាស់នៃទឹកដីបរិសុទ្ធគាត់គឺបានរៀបរាប់ថាសង្វៀនដែនដីមួយនេះគឺជាសង្វៀនប្រលឹងតាមពលនឹងគឺពិតជាខ្លាំងណាស់នៅក្នុងសង្វៀនមួយនេះត្រូវបានបុព្វបុរសដែនដីបរិសុទ្ធបង្កើតឡើងដោយតលតែម្ដងខណៈពេលនោះមនុស្សម្នាក់នោះក៏បានបង្ហាញខ្លួនជាមួយនឹងពាក្យសម្ដីដ៏ក្អេងក្អាងគាត់គឺជាអធិរាជធានឌូនោះឯងក៏បាននិយាយថាសង្វៀនមួយនេះគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់តែមានអ្នកណានឹងគឺអាចសាកកម្លាំងជាមួយនឹងគាត់បន្តិចបានដែរឬក៏អត់ហើយគាត់មកទីនេះគឺមិនមែនគោលបំណងសងឲ្យលាវណានសានោះទេដែលគាត់គឺមកដើម្បីស្វែងរកដៃគូប្រកួតដែលខ្លាំងតែប៉ុណ្ណោះខណៈពេលនោះស៊ីយួនគឺបានចុះមកដល់ដោយនិយាយថាប្រកួតតែម្ដងទៅធ្វើឲ្យលោកអធិរាជធានឌូគាត់គឺបាននិយាយថាល្អយើងគឺចូលចិត្តអ្នកដែលមានចិត្តក្លាហានដូចជាឯងបែបនេះដល់ម្ដងពេលនោះគាត់គឺបានសំចេញនៃចំហាយតាមពលរបស់គាត់បើកផ្នែកឡើងយ៉ាងសន្ធោសន្ធៅជាមួយនឹងចំហាយតាមពលរបស់គាត់មួយនេះគាត់គឺបាននិយាយថាឲ្យរងចាំរយៈពេល1ខែនោះគឺពិតជាយូរខ្លាំងណាស់វាយគ្នាឥឡូវនេះទៅជារឿងដែលល្អស៊ីយួនក៏បាននិយាយថាយកស្របដល់គាត់នឹងគឺចង់វាយនៅដែរហ្នឹងណាពេលនោះគេក៏បានបញ្ចេញនៃកម្លាំងអនុភាពដែលគឺជាកម្លាំងអធិរាជដែលម្ដងពេលនោះស៊ីយួនគឺបាននិយាយថាក្រែងលោកនឹងគឺមិនទាន់ឈានដល់កម្រិតអធិរាជនោះទេហើយក៏អ៊ូតខ្លួនឯងម្លេះហ្នឹងណាតាមពលអ្នកទាំងពីរគឺបានប៉ះទង្គិចគ្នាយ៉ាងសន្ធោសន្ធៅកញ្ញាស៊ីយ៉ានាងគឺពិតជាភ័យខ្លាំងមែនទែនបារម្ភតែការស៊ីយួនប្រាប់ឲ្យស៊ីយួននឹងគឺស៊ូទៅដែលបារម្ភតែការបងប្រុសរបស់នាងដល់ម្ដងពេលនោះលោកគ្រូរបស់ស៊ីយួនក៏បាននិយាយថាអ្នកទាំងអស់គ្នាកុំបារម្ភអីកូនសិស្សរបស់គាត់គឺមិនដែលធ្វើឲ្យគាត់អស់សង្ឃឹមម្ដងណានៅឡើយដល់ម្ដងពេលនោះគឺជាវូឈីក៏បាននិយាយថាស៊ីយួនអស់ចាត្រូវតែខំប្រឹងវើយពេលនោះផងដែរងាកមកមើលស៊ីយួនគឺបានបំផ្ទុះផាំងជាមួយនឹងចំហាយតាមពលមនុស្សស៊ីយួនក៏បានលោតយកឲ្យឡងថយក្រោយប៉ុន្តែអធិរាជធាននោះក៏បានលោតទៅកាប់ពេញមួយទំហឹងចំហាយតាមពលអ្នកទាំងពីរគឺបានប៉ះទង្គិចគ្នាយ៉ាងសន្ធោសន្ធៅអ្នកទាំងអស់គ្នាពិតជាបានឲ្យកម្លាំងចិត្តទៅកាន់ស៊ីយួនខ្លាំងមែនទែនលើកលែងតែបារម្ភអ្នកនេះដែលគេគឺមិនឲ្យកម្លាំងចិត្តនោះទេក៏បាននិយាយថាស៊ីយួនច្បាស់ជាចាញ់ធ្វើឲ្យកញ្ញាទាំងពីរអ្នកនោះគឺបានមើលមុខមកកាន់គេធ្វើគេគឺបានបដូរចរិតភ្លាមសូម្បីតែព្រះអង្គម្ចាស់ទឹកដីបរិសុទ្ធគឺបាននិយាយថាទោះបីជាយន្តបរាជ័យប៉ុន្តែគេក៏មានសមត្ថភាពគ្រប់គ្រាន់ដែលអាចប្រយុទ្ធជាមួយនឹងអធិរាជដូចនេះហើយគេគឺបានលើកស្ទួយនៅទឹកដីបរិសុទ្ធរបស់យើងក៏អាចបង្កើតនៃរូបកាយដ៏វឹកវរដែលគឺជាការបង្កើតសិល្បៈដ៏វឹកវរហ្នឹងណាដល់អំណាចតាមពលអ្នកទាំងពីរគឺបានប៉ះទង្គិចគ្នាដោយទៀតប៉ាងរីលេងខ្លួនដំឡងពេលនោះអធិរាជធានឌូគេគឺបានអ៊ូតអំពីខ្លួនឯងទៀតហើយក៏បាននិយាយថាអលិតឯងគឺត្រៀមតែរកសេចក្តីស្លាប់ទៅអធិរាជយើងនេះគឺបានវឹកហាត់តាមពលរហូតទៅដល់10លានឯណោះចំណែកឯងគឺជាក្មេងតូចតែប៉ុណ្ណោះបែរជាហ៊ានតតាំងជាមួយនឹងយើងចាប់
ចាប់ទូតែឯងគឺក្លាហានក្រនបើប៉ុន្តែពេលវេលាដែលត្រូវរស់នៅទៀតហ្នឹងគឺលែងមានទៅហើយក៏បានបញ្ចេញនៃដាវរបស់គេឡើងប៉ុន្តែពេលនោះស៊ីយួនក៏បានលើកនៃដាវរបស់គេបង្កើតទៅជាដាវដ៏ធំតែមានវិញ្ញាណដាវរាប់សិបដើមដែលបានធ្វើការវាយប្រហារទៅកាន់គេធ្វើគេគឺអាចទប់ទល់ដោយតែកណ្ដាប់ដៃតែប៉ុណ្ណោះស៊ីយួនគឺបានខ្ទាតប៉ាងថយក្រោយបន្តិចផងដែរដល់អំឡុងពេលនោះគេក៏បានបញ្ចេញចំហាយធម្មពលរបស់គេនោះផងដែរគឺជាត្រារុនធានហ្នឹងណាគឺបានបើកការវាយប្រហារយ៉ាងពេញទំហឹងប្រៀបដូចជាដុំអាចកាយវាយប្រហារទៅកាន់ស៊ីយួនប៉ុន្តែស៊ីយួនគឺអាចកាប់បំបែកបានយ៉ាងងាយស្រួលធ្វើគេក៏បាននិយាយថាល្អអល្អិតចាំមើលតើឯងគឺអាចទប់ទល់បានប៉ុន្មានស្នីទៅដោយកម្លាំងធម្មពលរបស់គេគឺមានរហូតដល់10លានប៉ុន្តែសម្រាប់ស៊ីយួននៅតែអាចគេចេញបានយកដាវរបស់គាត់មករងផងដែរដល់អំឡុងពេលនោះអធិរាជធានឌូក៏បានក្តាប់បន្តិចចំហាយធម្មពលនៃត្រាដ៏ធំមួយនោះគឺជាត្រាកម្ពូលភ្នំដែលបានជន់សង្កត់មកកាន់ស៊ីយួនប៉ុន្តែត្រូវបានបំបែកភាយតែម្ដងដល់ខណៈពេលនោះគេគឺបានសរសើរថាឯងគឺពិតជាខ្លាំងក្លាគ្រប់គ្រាន់ដែលអាចទប់ទល់ជាមួយនឹងយើងនឹងគឺបានយូរដល់ថ្នាក់នេះហើយចុះអល្អិតប៉ុន្តែឯងគឺនៅខ្សោយខ្លាំងណាស់ឯងគឺចោះចាញ់យើងទៅគេគឺបំរុងនឹងដើរចាក់ចេញស៊ីយួនគឺបាននិយាយថាអ្នកណាគឺចាញ់លោកទៅគាត់គឺបានកាប់ទៅវិញយ៉ាងពេញទំហឹងខណៈពេលនោះគេគឺបានព្រីមនឹងប្រយុទ្ធទៅកាន់នាមដងទៀតដាវរបស់ស៊ីយួនគឺបានទៅដល់គេគឺអាចទប់ទល់រងយ៉ាងងាយស្រួលដល់ឡងពេលនោះស៊ីយួនគឺបាននិយាយថាលោកថាម៉េចនេះគឺជាដាវឈើតែពិតមែនទេចាំមើលភ្លក់នៅស្នីដាវឈើមួយនេះបន្តិចទៅដាវមួយនោះបំបីទៅជា4-5ដើមចាក់វាប្រហារទៅកាន់អធិរាជធានឌូឡើងស្រែកចាច់តែម្ដងអ្នកទាំងអស់គ្នាគឺបានផ្លត់មាត់ថាតើគេគឺស្លាប់ឬក៏ចោះចាញ់នៅត្រឹមនេះតើពិតមែនទេដល់ឡងពេលនោះព្រះអង្គម្ចាស់គាត់គឺបាននិយាយថាមិនអាចមើលស្រាទៅកាន់ស៊ីយួនពិតមែនសូម្បីតែលោកគ្រូរបស់គេគឺបាននិយាយថាកូនសិស្សរបស់គេម្នាក់នេះគឺធ្វើឲ្យតាចាស់យើងនេះស្លាប់ទៅបាត់ផ្នែកចិត្តពិតមែនដល់អំឡុងពេលនោះអធិរាជធានឌូគេគឺមិនមានបញ្ហាអ្វីនោះទេក៏បាននិយាយថាល្អណាស់អល្អិតវាគូតែជាការប្រកួតដ៏ពិតប្រាកដហើយស៊ីយួនគឺបានលោតទៅផ្នែកខាងលើនោះដែរគេក៏បានបញ្ចេញនៃរន្ទះដែរស៊ីយួនគឺបានបញ្ចេញនៃត្រារបស់គាត់ម្ដងចំណែកឯត្រាពណ៌មាសរបស់គាត់គឺពិតជាខ្លាំងក្លាមិនអន់នោះទេគឺបានប៉ះទង្គិចគ្នាយ៉ាងពេញទំហឹងប៉ុន្តែអធិរាជធានឌូគឺបាននិយាយថាស្លាប់ទៅចំហាយធម្មពលគេកំពុងតែទៅហើយស៊ីយួនគឺបានបញ្ចេញនៃដាវរបស់គាត់ដើម្បីទប់ទល់រងអ្នកទាំងពីរគឺបានប៉ះទង្គិចគ្នាឡើងរង្គោះរង្គើពីពេញនៃទីតាំងកន្លែងនេះដោយមិនទាន់បែងចែកអ្នកណាឈ្នះហើយនិងអ្នកណាចាញ់បាននោះទេកម្លាំងនៃធម្មពលស៊ីយួនគាត់គឺទៅតែវឹកហាត់បានតែកន្លះខែតែប៉ុណ្ណោះប៉ុន្តែពិតជាខ្លាំងក្លាមិនអន់នោះឡើយ